พีระมิดជាទីភ្នាក់ងារបកប្រែនាំមកគេគីណាល់មួយប្រភេទសម្រាប់ការឈឺចុកចាប់មួយប្រភេទគីណាល់អ៊ីបុយសម្រាប់ព្យាបាលឈឺចុកចាប់និងហើមខ្លាំងដូចជាហើមធ្មេញហើមសាច់ដុំក្រិចចង្កេះនិងក្រិចកឋានសួគ៌បុគ្គលជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមានបដិសណ្ឋារកិច្ចល្អឥតខ្ចោះអាកាសធាតុបរិសុទ្ធនិងត្រជាក់គ្រប់រដូវកាលស៊ីម៉ង់អន្ត្រីពេជ្រសុភរឹងសុភជាប់ក្រុមហ៊ុន Sinvenju មានកម្មវិធីបង្ហាញពីភាពខុសគ្នារវាងកាហ្វេគីមីនិងកាហ្វេធម្មជាតិនិង Esilida ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តបម្រើសេវាកម្មរហ័សទាន់ចិត្តប្រកបដោយសុវត្ថិភាពនិងតម្លាភាពសាកលវិទ្យាល័យ American ភ្នំពេញ AUPP បើកវគ្គសិក្សាបំពេញពិសេសបន្ថែមលើមុខវិជ្ជាផ្សេងៗសូមតាក់ទងទូរស័ព្ទលេខ023 990 023ជំរាបសួរលោកលោកស្រីនាងកញ្ញាអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយប្រាក់ធីតាប្រជាពលរដ្ឋប្រមាណជាជាង600នាក់ពលអាហារនៅក្នុងខេត្តសៀមរាបសហចៅក្រមស៊ើបអង្កេតអន្តរជាតិបង្ហាញអត្តសញ្ញាណជនសង្ស័យថ្មីនៅក្នុងសំណុំរឿង004 1ម៉ោងសម្រាប់កម្ពុជានិងពិភពលោកគឺមិនគ្រប់គ្រាន់នោះទេរីឯព័ត៌មានអន្តរជាតិនុយក្លេអ៊ែរអ៊ីរ៉ង់កិច្ចចរចាផ្ដាច់ព្រាត់ដើម្បីអនុម័តកិច្ចព្រមព្រៀងមួយនៅមុនថ្ងៃទី31មីនាសម្ព័ន្ធអារ៉ាប់បើកជំនួបកំពូលនៅអេស៊ីបចំពេលដែលអារ៉ាប៊ីសាអូឌីតវាយប្រហារពួកហ៊ូទីនៅយេម៉ែនRFI ប្រជាពលរដ្ឋនៅក្នុងស្រុកជីក្រែងខេត្តសៀមរាបប្រមាណជាជាង600នាក់បានពលអាហារជាបន្តបន្ទាប់ចាប់តាំងពីរសៀលម្សិលមិញមកដោយមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេអ្នកពលអាហារទាំងនោះមានទាំងក្មេងមានទាំងចាស់ដែលកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនៅក្នុងស្រុកមួយហើយមួយចំនួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបសូមស្ដាប់សឿងភារៈលោកទូចសកលអធិការប៉ូលីសស្រុកជីក្រែងបានប្រាប់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃនេះថាប្រជាជនដែលរងគ្រោះដោយសារការពលអាហារទាំងនោះត្រូវបានសង្គ្រោះទៅតាមមណ្ឌលសុខភាពរបស់ស្រុកចំណែកអ្នកជំងឺធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារនៅទីរួមខេត្តលោកអធិការបញ្ជាក់ទៀតថារហូតមកដល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដពីការពលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះនៅឡើយទេក៏ប៉ុន្តែមានការសង្ស័យទៅលើនំប៉័ងសាច់ដែលអង្គការទស្សនពិភពលោកចែកជូនប្រជាពលរដ្ឋទាំងនោះបរិភោគបន្ទាប់ពីចប់កម្មវិធីកាលពីថ្ងៃទី27ខែមីនានៅពេលនេះក្រុមអាជ្ញាធរនិងប្រជាពលរដ្ឋបានរៀបចំកន្លែងសម្រាប់ព្យាបាលនៅខាងក្រៅមណ្ឌលសុខភាពស្រុកដោយសារតែអគាររបស់មណ្ឌលសុខភាពមិនអាចដាក់អ្នកជំងឺដោយច្រើនបែបនេះនោះទេលោកអេងឈៀងប្រធានការិយាល័យសុខាភិបាលស្រុកសូនីគុំដែលបានចូលរួមអន្តរាគមន៍លើករណីនេះបានបញ្ជាក់ថារហូតមកដល់ពេលនេះមានមនុស្សប្រមាណជាង600នាក់បានទទួលការព្យាបាលដែលក្នុងនោះមានកុមារប្រមាណ 90% នៃអ្នករងគ្រោះដោយសារការពលអាហារទាំងនេះលោកបានបន្ថែមទៀតថាមនុស្សមួយចំនួនដែលធូរស្បើយពីការពលអាហារត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយកុមារភាគច្រើនដែលពលអាហារគឺមានអាការៈក្អួតចង្អោររាគនិងបាត់បង់ជាតិទឹកពីក្នុងខ្លួនចំណែកឯកុមារប្រមាណ70នាក់ផ្សេងទៀតដែលមានអាការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តនិងមន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាបបើតាមព័ត៌មានពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានឲ្យដឹងថាកាលពីថ្ងៃទី27ខែមីនាអង្គការទស្សនពិភពលោកបានរៀបចំប្រារព្ធទិវាប្រឆាំងពលកម្មកុមារដែលក្នុងនោះក៏មានការចែកអាហារសម្រាប់អ្នកចូលរួមដែលភាគច្រើនជាកុមារផងដែរនិយាយអំពីសាលាក្តីខ្មែរក្រហមវិញសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមគឺលោក Mark Hammond កាលពីល្ងាចថ្ងៃទី27មីនាម្សិលមិញបានសម្រេចដាក់នៅជនត្រូវចោទឈ្មោះអោអានឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឧក្រិដ្ឋកម្មនៅក្នុងសំណុំរឿង004លោកអោអានគឺជាជនត្រូវចោទទី3ដែលត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានចោទប្រកាន់នៅក្នុងសំណុំរឿង003និង004ដោយគ្មានការចូលរួមពីភាគីជាតិវ៉ាសំណប់ជួនព័ត៌មាននេះសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានសម្រេចការពីល្ងាចថ្ងៃទី27មីនាដោយដាក់ជនត្រូវចោទលោកអោអានឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទឧក្រិដ្ឋដែលបានចោទប្រកាន់ក្នុងនោះរួមមានអំពើមនុស្សឃាតដោយចេតនាជាការរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ1956ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តឡើងនៅទីកន្លែងសម្លាប់មនុស្សគោកព្រីងមន្ទីរសន្តិសុខទួលបេងនិងមន្ទីរសន្តិសុខវត្តអូត្រគួនឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
មនុស្សជាតិដែលក្នុងនោះរួមមានការធ្វើមនុស្សឃាតការសម្លាប់រង្គាលការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយនិងសាសនាការដាក់ក្នុងមន្ទីរឃុំឃាំងនិងអំពើអមនុស្សធម៌ផ្សេងៗទៀតដូចជាស្ថានភាពអមនុស្សធម៌នៃការឃុំឃាំងនៅទីកន្លែងសម្លាប់មនុស្សគោកព្រីងនិងមន្ទីរសន្តិសុខទួលបេងព្រមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលក្នុងនោះរួមមានការធ្វើមនុស្សឃាតការសម្លាប់រង្គាលការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយនិងសាសនាការដាក់ក្នុងមន្ទីរឃុំឃាំងនិងអំពើអមនុស្សធម៌ផ្សេងទៀតដូចជាស្ថានភាពអមនុស្សធម៌នៃការឃុំឃាំងនៅមន្ទីរសន្តិសុខវត្តអូត្រគុណជាដើមលោកអោអានឬតាអានបច្ចុប្បន្នមានអាយុ81ឆ្នាំកំពុងរស់នៅក្នុងខេត្តបាត់ដំបងគឺជាអតីតអនុប្រធានតំបន់មជ្ឈិមនៅក្នុងខេត្តកំពង់ចាមដែលមានជនរងគ្រោះជាង 150,000 នាក់ត្រូវបានសម្លាប់និងស្លាប់នៅក្នុងរបបខ្មែរក្រហមលោកគឺជាជនត្រូវចាប់ទី3ដែលត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិលោកម៉ាក់ហាមុនសម្រាប់ចោទប្រកាន់បន្ទាប់ពីលោកស្រីអឹមចែមអតីតចៅហ្វាយស្រុកប្រណិតព្រះក្នុងខេត្តបន្ទាយមានជ័យនិងជាប្រធានគុកភ្នំត្រយ៉ោងត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿង004និងលោកមាសមុតអាយុ74ឆ្នាំជាអតីតមេបញ្ជាការកងពល164នៅខេត្តព្រះសីហនុនិងខេត្តកំពតដែលត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿង003បើតាមការបញ្ជាក់ពីលោកនេតភក្ត្រាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបច្ចុប្បន្នជនសង្ស័យទាំង3រូបមិនទាន់ត្រូវបានចាប់ខ្លួននោះទេខណៈការចោទប្រកាន់ទាំងនេះត្រូវបានជំទាស់ដោយសហចៅក្រមស៊ើបអង្កេតជាតិលោកយូប៊ុនលេងជាជំហររបស់សហចៅក្រមស៊ើបអង្កេតជាតិលោកយូប៊ុនលេងការសម្រេចដាក់ជនសង្ស័យលោកអោអានឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការមិនទាន់ជាការចាំបាច់នោះទេនៅក្នុងដំណើរការស៊ើបអង្កេតនេះព្រោះការស៊ើបអង្កេតកន្លងមកមានភស្តុតាងវិមតិសង្ស័យជាច្រើនទាក់ទងទៅនឹងយុត្ថាធិការបុគ្គលយ៉ាងណាក៏ដោយជាការកត់សម្គាល់នៅក្នុងសំណុំរឿង003និង004នេះត្រូវបានគេរាយការណ៍ថាមានអតីតមេដឹកនាំខ្មែរក្រហមថ្នាក់តំបន់និងភូមិភាគសរុប5នាក់ហើយរហូតមកដល់ថ្ងៃទី27ខែមីនាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបានបញ្ចេញឈ្មោះជនជាប់ចោទចំនួន3រូបហើយគណៈបកសង្គ្រោះជាតិនឹងប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភាកាលពីថ្ងៃទី30មីនាឆ្នាំ1997ពិធីបង្សុកូលនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី30មីនាដោយមានការចូលរួមពីលោកសំរងស៊ីនិងលោកកឹមសុខាចាប់ពីម៉ោង7ព្រឹកតទៅតាមគម្រោងនឹងមានមនុស្សប្រមាណជា200នាក់ចូលរួមនេះបើតាមលិខិតរបស់គណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញដែលបានសរសេរទៅកាន់អាជ្ញាធររាជធានីភ្នំពេញដើម្បីសុំទីតាំងប្រារព្ធពិធីនេះនៅទីតាំងចេតិយនៅខាងមុខអតីតមន្ទីររដ្ឋសភាស្ថិតនៅខាងត្បូងព្រះបរមរាជវាំងកាលពីអ្នកគ្រូឆ្នើមឈ្មោះនាងផល្លាមកពីអង្គការគ្រួសារថ្មីគ្រូបង្រៀនល្អ5រូបនិងនាយកសាលាល្អ3រូបនៅក្នុងឆ្នាំសិក្សា2013ឆ្នាំ2014ត្រូវបានក្រសួងអប់រំយុវជននិងកីឡាកម្ពុជាជ្រើសរើសឲ្យទទួលពានរង្វាន់ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីកម្ពុជានៅពេលដែលបិទសន្និបាតអប់រំកាលពីថ្ងៃប្រហ័សគ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ1គឺអ្នកគ្រូតូចបណ្ដូលមកពីសាលាបឋមសិក្សាវត្តបូខេត្តសៀមរាបហើយនាយកសាលាល្អចំណាត់ថ្នាក់លេខ1ដែរគឺលោកពឹងកឹមឆេននាយកសាលាបឋមសិក្សាវត្តបូនៅក្នុងខេត្តសៀមរាបដដែលលោកយ៉ែមបញ្ញរិទ្ធដែលជាអ្នកតំណាងរាស្ត្រផងនិងជាប្រធានគណៈកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរនៃរដ្ឋសភាកម្ពុជាផងបានថ្លែងអំពីការចាត់ថ្នាក់គ្រូបង្រៀនល្អនិងនាយកសាលាល្អប្រចាំឆ្នាំនៅកម្ពុជាដោយឡែកលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកថ្ងៃសៅរ៍ទី28មីនានេះបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធលោកលីគួនយូបិតាស្ថាបនិកប្រទេសសិង្ហបុរីតែយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាលោកហ៊ុនសែននឹងចូលរួមពិធីបុណ្យសពផ្លូវរដ្ឋដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យស្អែកនេះសូមបញ្ជាក់ថាលោកលីគួនយូគឺជាសហស្ថាបនិកអាស៊ានបានទទួលមរណភាពនៅថ្ងៃទី23មីនាឆ្នាំ2015កន្លងទៅនេះនៅក្នុងមន្ទីរពេទ្យសិង្ហបុរី General Hospital លោកទទួលមរណភាពនៅក្នុងអាយុ91ឆ្នាំដោយឡែកនៅល្ងាចនេះក្រុមយុវជនខ្មែរនិងស្ថាប័នពាក់ព័ន្ធដែលធ្វើការផ្នែកបរិស្ថានបានសហការរៀបចំទិវា1ម៉ោងសម្រាប់ភពផែនដីនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ភ្លើងអគ្គិសនីនិងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងរាជធានីភ្នំពេញពិធីនេះបានចាប់ផ្ដើមពីម៉ោង 5:30 នាទីនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងបរិវេណទីលានបាល់ទាត់គួរជម្រាបជូនថាក្រៅពីសិក្ខាសាលាជាច្រើនដើម្បីពិភាក្សារឿងបម្រែបម្រួលអាកាសធាតុនេះថ្មីៗនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៃសំអល់ក៏បានអំពាវនាវតាមបណ្ដាញព័ត៌មានឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរសូមស្ដាប់ហេងឧត្តម
ល្ងាចថ្ងៃទី28ខែមីនាគឺជាពេលវេលាដែលពិភពលោកកំណត់យកដើម្បីចូលរួមបិទភ្លើងអគ្គិសនីរយៈពេល1ម៉ោងដើម្បីបរិស្ថាននិងទប់ទល់ការប្រែប្រួលអាកាសធាតុនិងរក្សាលំនឹងភពផែនដីនៅថ្ងៃសៅរ៍ឆ្នាំ2015នេះគឺជាលើកទី9ហើយដែលអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ WWF បានប្រារព្ធទិវានេះនៅទូទាំងពិភពលោកដោយឡែកនៅប្រទេសកម្ពុជាអង្គការមួយនេះបានផ្ដួចផ្ដើមធ្វើជាគម្រប់លើកទី3ហើយគូបញ្ជាក់ដែរថាជារៀងរាល់ឆ្នាំទិវា1ម៉ោងសម្រាប់ភពផែនដីមានអ្នកចូលរួមរាប់លាននាក់នៅក្នុងរដ្ឋធានីនិងក្រុងចំនួនជាង 7,000 និងជាង160ប្រទេសនៅទូទាំងពិភពលោកក្នុងរាជធានីភ្នំពេញទិវា1ម៉ោងសម្រាប់ភពផែនដីនៅកម្ពុជានឹងចាប់ផ្ដើមធ្វើពីម៉ោង 5:30 នាទីល្ងាចយុវជនខ្មែរប្រមាណជាង 700 នាក់ត្រូវគេរំពឹងទុកថានឹងត្រូវចូលរួមដោយផ្ទាល់នៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវិលក្រុមហ៊ុនឯកជននិងតំណាងពីក្រសួងបរិស្ថានរបស់កម្ពុជាផងដែរលោកឈិតសំអាតនាយកអង្គការ WWF ប្រចាំនៅកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិថាប្រជាពលរដ្ឋទូទៅអាចចូលរួមកម្មវិធីនេះបានដោយសេរីគូក៏សម្គាល់ផងដែរថាតាមបណ្ដាញសង្គមនិងប្រព័ន្ធព័ត៌មានផ្សេងៗលោកសាយសំអាលរដ្ឋមន្ត្រីវ័យក្មេងនៃក្រសួងបរិស្ថានក៏បានអំពាវនាវឲ្យសាធារណជនចូលរួមនៅក្នុងព្រឹត្តិការណ៍នេះនិងត្រូវចូលរួមសន្សំសំចៃធម្មពលដើម្បីបរិស្ថានទោះយ៉ាងណាក្តីការបិទភ្លើងតែរយៈពេល1ម៉ោងដើម្បីសន្សំសំចៃធម្មពលអគ្គិសនីគឺនៅមិនទាន់គ្រប់គ្រាន់ទេព្រោះនេះគ្រាន់តែជាព្រឹត្តិការណ៍ជានិមិត្តរូបដើម្បីដាស់ស្មារតីពញ្ញាអារម្មណ៍ប្រជាជនឲ្យចូលរួមសន្សំសំចៃតែប៉ុណ្ណោះលោកឈិតសំអាតបានសង្កត់ធ្ងន់ទៀតថាការសំខាន់គឺពលរដ្ឋទាំងអស់គ្រប់ជាន់ថ្នាក់ត្រូវបដូរឥរិយាបថចំពោះការប្រើប្រាស់ភ្លើងអគ្គិសនីនិងប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងដែលខ្ជះខ្ជាយឥតប្រយោជន៍ហើយត្រូវចាប់ផ្ដើមធ្វើការងារនេះប្រកបដោយស្មារតីភ្ញាក់រលឹកពីបុគ្គលម្នាក់ៗទៅដើម្បីអនាគតកម្ពុជានិងពិភពលោកយុទ្ធនាការដ៏ធំមួយដើម្បីបោសសម្អាតតំបន់ឆ្នេរសមុទ្រកម្ពុជាដើម្បីបញ្ជៀសនូវបាតុភិបអវិជ្ជមានដែលបង្កផលប៉ះពាល់លំនឹងអេកូទេសចរណ៍សម្រាប់ធ្នាប់សុវត្ថិភាពនិងការបំពុលបរិស្ថាននោះនឹងធ្វើឡើងនៅចុងខែមីនានេះទីភ្នាក់ងារព័ត៌មានកម្ពុជា AKP បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោងខុនបានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីអំពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាកាលពីថ្ងៃទី26មីនាកន្លងទៅនេះថានៅចុងខែមីនានេះរូបលោកនិងលោកសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងដឹកនាំធ្វើយុទ្ធនាការបោសសម្អាតតាមឆ្នេរសមុទ្រព្រោះតែមើលឃើញថាខេត្តជាប់មាត់សមុទ្រមួយចំនួនមិនបានយកចិត្តទុកដាក់គ្រប់គ្រងបរិស្ថានតាមឆ្នេរសមុទ្រនោះទេគឺបណ្ដោយឲ្យមានថង់ប្លាស្ទិកសម្រាមនិងបង្ហូរទឹកសំអុយចូលទៅក្នុងសមុទ្រដែលបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់ឆ្នេរមួយចំនួនថែមទៀតផងគណៈកម្មាធិការរៀបចំវេទិកាយុវជនកម្ពុជាដែលមានអង្គការសមាគមយុវជននិងបណ្ដាញយុវជននិងសហការរៀបចំវេទិកាយុវជនក្រោមប្រធានបទស្តីអំពីអនាគតយុវជនកម្ពុជានៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ2015វេទិកានេះនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី29មីនាស្អែកនេះចាប់ពីម៉ោង 7 កន្លះព្រឹករហូតដល់ម៉ោង 12 ថ្ងៃត្រង់នៅឯភោជនីយដ្ឋានទន្លេបាសាក់នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការរៀបចំវេទិកាយុវជនកម្ពុជាចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញរចនាជួនសេចក្តីរាយការណ៍សមាហរណកម្មអាស៊ានដែលនឹងឈានចូលមកដល់នៅឆ្នាំ2015ខាងមុខនេះនឹងនាំមកនូវលំហការងារដោយសេរីនៅក្នុងបណ្ដាប្រទេសទាំង10របស់អាស៊ាននេះបើតាមការឲ្យដឹងពីកញ្ញាចៅសុភ័ណ្ឌតំណាងគណៈកម្មការរៀបចំវេទិកាយុវជននៅថ្ងៃសៅរ៍ទី28មីនានេះប៉ុន្តែបើតាមកញ្ញាចៅសុភ័ណ្ឌយុវជនកម្ពុជានៅមិនទាន់យល់ដឹងក៏ដូចជាមិនទាន់ត្រៀមខ្លួនបានរួចរាល់នៅឡើយទេសម្រាប់សមាហរណកម្មសេដ្ឋកិច្ចនេះយុវជនខ្មែរមួយចំនួនដែលមានការអប់រំនៅមានកម្រិតគឺអាចនឹងជួបប្រទះនូវការលំបាកក្នុងការប្រកួតប្រជែងជាមួយយុវជននៅប្រទេសអាស៊ានផ្សេងទៀតដែលមានសមត្ថភាពនិងការអប់រំល្អជាងកញ្ញាចៅសុភ័ណ្ឌបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិបន្ថែមទៀតថាដោយសង្កេតឃើញពីបញ្ហានេះគណៈកម្មការរៀបចំវេទិកាយុវជនបានសម្រេចរៀបចំវេទិកាពិភាក្សាមួយក្រោមប្រធានបទស្តីពីអនាគតយុវជនកម្ពុជានៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ2015សិស្សនិស្សិតកសិករកម្មករអ្នកស្រឡាញ់ភេទដូចគ្នាយុវជនជនជាតិដើមភាគតិចអ្នកឯកទេសផ្នែកអាស៊ាននិងសកម្មជនសិទ្ធិមនុស្សនឹងចូលរួមនៅក្នុងវេទិកានៅ
ថ្ងៃទី29ខែមីនាដើម្បីបញ្ចេញយោបល់ជុំវិញផលប្រយោជន៍និងផលប៉ះពាល់នៃសមាហរណកម្មអាស៊ានឆ្នាំ2015ចំពោះយុវជនកម្ពុជាក្តីកង្វល់របស់យុវជនចំពោះសមាហរណកម្មអាស៊ានក៏នឹងត្រូវលើកឡើងនៅក្នុងវេទិកានេះផងដែរជាមួយគ្នានេះវេទិកាក៏នឹងប្រមូលគំនិតយោបល់របស់យុវជនដើម្បីដាក់ជូនរាជរដ្ឋាភិបាលថ្នាក់ជាតិនិងរដ្ឋាភិបាលអាស៊ានដើម្បីធ្វើការដោះស្រាយនៅក្នុងជំនួបកំពូលរបស់រដ្ឋាភិបាលអាស៊ាននៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅខែមេសាខាងមុខផងដែរពិធីបង្ហាញម្ហូបអាហារខ្មែរដែលជារាត្រីសប្បុរសធម៌លើកទី9របស់អង្គការដើម្បីភាពញញឹមនៃកុមារហៅកាត់ថា PSE នឹងត្រូវធ្វើឡើងនៅថ្ងៃទី3និងទី4មេសាខាងមុខនេះនៅក្នុងពហុកីឡដ្ឋានជាតិអូឡ িম্প ិកចាប់ពីម៉ោង 5 ល្ងាចរហូតដល់យប់ជ្រៅកម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីបង្កើតចំណងសាមគ្គីភាពរវាងប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់នៅក្នុងការជួយស្វែងរកថវិកាដើម្បីផ្ដល់អាហារចំនួន 10,000 ពេលដល់កុមារក្រីក្រពិធីបង្ហាញម្ហូបអាហារខ្មែរនេះនឹងកនៅម្ហូបអាហារបែបប្រពៃណីនិងជាកេរដំណែលខ្មែរដែលបានបន្សល់ទុកជាយូរណាស់មកហើយចំនួន70មុខដែលសុទ្ធសឹងតែជាម្ហូបប្រចាំតំបន់មកពី19រាជធានីខេត្តនៅក្នុងឱកាសនោះក៏មានការប្រគំតន្ត្រីការសម្ដែងចម្រៀងបុរាណនិងសម័យរបាំបុរាណនិងមានការសម្ដែងពីសិស្សានុសិស្សរបស់អង្គការ PSE ផងដែរសម្បត្តិចូលរួមមួយសន្លឹកតម្លៃ 12,000 រៀលឬក៏$3ហើយលោកអ្នកអាចរកទិញបាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈ Total ហាងកាហ្វេ Brown ភោជនីយដ្ឋាន Lotus Blanc ខាងមុខពហុកីឡដ្ឋានជាតិអូឡ িম্প ិកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ PSE ចុះថ្ងៃទី26មីនាបានបញ្ជាក់ថាថវិកាទាំងអស់ដែលទទួលបានពីការលក់សម្បត្តិនិងកម្មវិធីទាំងមូលនឹងយកទៅផ្គត់ផ្គង់អាហារចំនួន 10,000 ពេលដល់កុមារក្រីក្រយកផ្ដើមព័ត៌មានអន្តរជាតិដោយនិយាយអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កិច្ចចរចា5ភាគីបូក1ស្ដីពីសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងតែបន្តធ្វើនៅក្នុងទីក្រុងឡូសានប្រទេសស្វីសកិច្ចចរចានៅថ្ងៃសៅរ៍ទី28មីនានេះគឺជាកិច្ចចរចាវគ្គផ្ដាច់ព្រាត់ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយឲ្យបានមុនថ្ងៃទី31មីនាតែអ្វីជាការកត់សម្គាល់នៅពេលនេះចំណុចខ្វែងគំនិតគ្នាមានច្រើននិងដែលការមិនចុះសម្រុងគ្នានោះមិនមានត្រឹមតែរវាងអ៊ីរ៉ង់ហើយនឹង5ភាគីបូក1ប៉ុណ្ណោះទេតែក៏នៅមានផ្ទៃក្នុងរបស់បច្ចឹមលោកផងដែរលោកប្រមុខការទូតបារាំង Laurent Fabius ដែលទើបតែទៅដល់កន្លែងប្រជុំបានជួបជាមួយនឹងសមាភាគីអាមេរិកនិងអាល្លឺម៉ង់គួយគុណធីរ៉ាជួនព័ត៌មានលោក Laurent Fabius គឺជាប្រមុខការទូតប្រចាំលោកម្នាក់ក្នុងចំណោមប្រមុខការទូតប្រចាំលោកដទៃទៀតដែលបានទៅដល់ទីកន្លែងចរចាមុនគេនៅថ្ងៃសៅរ៍នេះហើយវត្តមានមុនគេរបស់ប្រមុខការទូតបារាំងរូបនោះក៏មិនមែនជារឿងចៃដន្យដែរមិនចៃដន្យព្រោះថាលោក Fabius ត្រូវការពិនិត្យផ្ទៀងផ្ទាត់លើចំណុចនីមួយៗឲ្យបានច្បាស់លាស់ទាក់ទងនឹងគម្រោងកិច្ចព្រមព្រៀងជាយថាហេតុស្ដីពីនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងអនុម័តជាផ្លូវការលោក Fabius បានជួបពិភាក្សាជាមួយសមាភាគីអាមេរិកលោក John Kerry និងសមាភាគីអាល្លឺម៉ង់លោក Frank Walterភាពសកម្មរបស់លោកប្រមុខការទូតបារាំង Laurent Fabius នាកិច្ចប្រជុំផ្ដាច់ព្រាត់ស្ដីពីរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ពេលនេះមកពីលោកបញ្ចង់ឃើញសេណារីយ៉ូឆ្នាំ2013កើតមានជាថ្មីម្ដងទៀតគឺជាសេណារីយ៉ូដែលភាគីអាមេរិកនិងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើអត្ថបទព្រៀងចុងក្រោយមួយតែ2នាក់និងដែលភាគីបារាំងបានច្រានចោលកាលនោះទីក្រុងប៉ារីបានយល់ឃើញថាអត្ថបទព្រៀងចុងក្រោយដែលអ៊ីរ៉ង់និងអាមេរិកបានឯកភាពគ្នានោះហាក់ដូចជាបានធ្វើសម្បទានច្រានជ្រុលឲ្យអ៊ីរ៉ង់នេះហើយជាបញ្ហាដែលភាគីបារាំងមិនចង់ឃើញកើតមានជាថ្មីទេអាមេរិកនិងបារាំងដែលចង់បានកិច្ចព្រមព្រៀងត្រឹមត្រូវមួយហាក់ដូចជានៅមិនទាន់បានឯកភាពគ្នាលើអត្ថន័យនិងខ្លឹមសារដែលត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងត្រឹមត្រូវនោះទេទីក្រុង Washington ចង់បានកិច្ចព្រមព្រៀងមួយមិនតឹងតែងជ្រុលនិងចង់ផ្ដល់សម្បទានច្រើនឲ្យអ៊ីរ៉ង់តែទីក្រុងប៉ារីបន្តប្រកាន់ជំហរតឹងរឹងនិងម៉ឺងម៉ាត់ទល់នឹងអ៊ីរ៉ង់ដូច្នេះឃើញថាភាពមិនចុះសម្រុងគ្នាបែរជាកំពុងលេចឡើងនៅក្នុងក្រុមអ្នកចរចាបច្ចឹមលោកទៅវិញត្រង់ចំណុចនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថាអ្នកដែលទាញបានផលចំណេញច្រើនពីការខ្វែងគំនិតគ្នានៅផ្ទៃក្នុងក្រុមចរចាបច្ចឹមលោកពេលនេះគឺភាគីអ៊ីរ៉ង់5ថ្ងៃមកហើយដែលយន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាល្លឺម៉ង់ Germanwings បានធ្លាក់និងសម្លាប់មនុស្សចំនួន150នាក់នៅក្នុងជញ្លង់ភ្នំភាគខាងត្បូងប្រទេសបារាំងពីមួយថ្ងៃទៅមួយថ្ងៃក្រុមស៊ើបអង្កេតទាំងបារាំងនិងអាល្លឺម៉ង់បានរកឃើញជាបន្តបន្ទាប់នៅព័ត៌មានស្ដីអំពី Pilot Om Andrea Lubis ដែលត្រូវបានរដ្ឋអាជ្ញាធរបារាំងចាត់ទុកថាមានចេតនាបើកយន្តហោះទៅបុកនឹងភ្នំដែលបានសម្លាប់មនុស្សចំនួន150នាក់នៅថ្ងៃសៅរ៍នេះក្រុមអ្នកជួយសង្គ្រោះនិងប៉ូលីសបារាំងនៅតែបន្ត
បន្តរុករកសាកសពនៅក្នុងអាកាសធាតុដ៏ត្រជាក់នៅក្នុងជលងភ្នំរដ្ឋាភិបាលនិងប្រជាជនបារាំងបានបង្ហាញអំពីសាមគ្គីភាពយ៉ាងសម្បើមនៅក្រោយពេលដែលយន្តហោះអាល្លឺម៉ង់ធ្លាក់នៅក្នុងទឹកដីបារាំងជំរកស្នាក់នៅប្រមាណជា 1300 កន្លែងអ្នកជំនាញចិត្តសាស្ត្រនិងអ្នកបកប្រែភាសាចំនួន 40 នាក់សម្រាប់បកប្រែ 8 ភាសាផ្សេងគ្នាត្រូវបានរើសបញ្ចូលសម្រាប់ជួយដល់ក្រុមគ្រួសារជនរងគ្រោះដែលបានធ្វើដំណើរបណ្ដាទៅក្បែរជលងភ្នំដែលយន្តហោះរបស់ក្រុមហ៊ុនអាល្លឺម៉ង់បានធ្លាក់កាលពីថ្ងៃអង្គារជំនួយការ Pilot Germanwings ដែលបានបើកយន្តហោះទៅបុកភ្នំសម្រាប់មនុស្សចំនួន 150 នាក់នោះធ្លាប់បានប្រាប់អតីតមិត្តស្រីរបស់ខ្លួនថាថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងបានស្គាល់ឈ្មោះខ្ញុំនៅក្នុងកិច្ចសម្ភាសន៍នារីអាកាសចរម្នាក់អាយុ 26 ឆ្នាំឈ្មោះថា Maria បាននិយាយថានៅពេលដែលនាងឮអំពីព័ត៌មានធ្លាក់យន្តហោះនោះនាងបាននឹកឃើញពាក្យដែល Lubis ធ្លាប់ប្រាប់នាងកាលពីឆ្នាំមុនថាថ្ងៃណាមួយខ្ញុំនឹងធ្វើអ្វីមួយដែលនឹងផ្លាស់ប្ដូរប្រព័ន្ធទាំងមូលហើយអ្នកគ្រប់គ្នានឹងស្គាល់ហើយចងចាំឈ្មោះខ្ញុំយើងនឹងវិលត្រឡប់មកនិយាយអំពីករណីធ្លាក់យន្តហោះអាល្លឺម៉ង់ជាថ្មីទៀតនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនេះពេលបន្តិចទៀតនេះដោយនឹងមានអន្តរាគមន៍ពីឈៀងបុប្ផាសម្ព័ន្ធអារ៉ាប់បានចាប់ផ្ដើមជំនួបកម្ពុជារយៈពេល2ថ្ងៃនៅក្នុងទីក្រុង Zamalek ប្រទេសអេស៊ីបដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ទី 28 មីនានេះជំនួបកម្ពុជារបស់សម្ព័ន្ធអារ៉ាប់នៅពេលនេះត្រូវរៀបចំធ្វើឡើងចំពេលដែលកម្លាំងសម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែវាយប្រហារតាមផ្លូវអាកាសទៅលើពួកឧទាមហ៊ូទីនិកាយឈីអ៊ីតនៅក្នុងប្រទេសយេម៉ែនមានប្រធានបទជាច្រើនដែលជំនួបកម្ពុជាត្រូវលើកយកទៅជជែកជាពិសេសគឺគម្រោងបង្កើតកម្លាំងពហុជាតិអារ៉ាប់មួយនៅក្នុងតំបន់គុយគុនធីរ៉ាជួនព័ត៌មានគេនៅមិនទាន់ដឹងថាតើកម្លាំងពហុជាតិអារ៉ាប់នឹងអាចបង្កើតបានឬអត់នឹងថាបើបង្កើតបានតើវានឹងមានរចនាសម្ព័ន្ធយ៉ាងណានោះអ្វីដែលគេដឹងការបង្កើតឲ្យមានកម្លាំងពហុជាតិអារ៉ាប់មួយនៅក្នុងតំបន់គឺជាសំណើទាមទារយ៉ាងទទូចរបស់លោកប្រធានាធិបតីអេស៊ីប Abdel Fattah al-Sisi តាំងពីប្រមាណសប្តាហ៍កន្លងមកបើយោងតាមសំណើរបស់អេស៊ីបកម្លាំងពហុជាតិអារ៉ាប់នឹងត្រូវចូលរួមដោយប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ទាំងអស់និងមានតួនាទីចេញធ្វើអន្តរាគមន៍យោធារហ័សដើម្បីប្រឈមទប់រាល់ការគំរាមកំហែងលើបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់អ្វីដែលលោកប្រមុខរដ្ឋអេស៊ីបបារម្ភខ្លាំងគឺការគំរាមកំហែងពីចលនាភេរវនិយមពិសេសពីអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីឬអ៊ីរ៉ាក់និងដែលពួកជ្រុលនិយមនេះបាននឹងកំពុងបន្តឆ្លងវាទីចូលក្នុងប្រទេសលីប៊ីនិងតំបន់ស៊ីណៃក្នុងប្រទេសអេស៊ីបទន្ទឹមនឹងការប្រឈមទប់នឹងពួកជ្រុលនិយមនិកាយស៊ុយនីតកម្មវត្ថុចម្បងនៃការបង្កើតកម្លាំងពហុជាតិអារ៉ាប់ក៏ជាវិធានការបង្ការទប់នឹងការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់និកាយឈីអ៊ីតនៅក្នុងតំបន់ដែរគួរជម្រាបជូនថាអេស៊ីបជាប្រទេសអារ៉ាប់មួយក្នុងតំបន់ដែលកងទ័ពមានបំពាក់អាវុធទំនើបនិងមានចំនួនទ័ពច្រើនជាងគេក្រៅពីជជែកជុំវិញគម្រោងបង្កើតកម្លាំងពហុជាតិអារ៉ាប់ជំនួបកម្ពុជារបស់សម្ព័ន្ធអារ៉ាប់ក៏ផ្ដោតលើសំណុំរឿងសំខាន់មួយចំនួនទៀតដូចជាចំនួនរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលព្រមទាំងកំណើនឥទ្ធិពលរបស់អង្គការរដ្ឋអ៊ីស្លាមជាការកត់សម្គាល់ជំនួបកម្ពុជារបស់សម្ព័ន្ធអារ៉ាប់ពេលនេះបានធ្វើឡើងចំពេលដែលប្រទេសអារ៉ាប៊ីសាអូឌីតកំពុងដឹកនាំកម្លាំងសម្ព័ន្ធអារ៉ាប់វាយប្រហារតាមផ្លូវអាកាសលើពួកឧទាមហ៊ូទីនិកាយឈីអ៊ីតក្នុងប្រទេសយេម៉ែនកម្លាំងសម្ព័ន្ធអារ៉ាប់ដែលចូលរួមដោយ5ប្រទេសក្នុងតំបន់ឈូងសមុទ្រពាក់បូកនឹងប្រទេសអេស៊ីបដែលបានប្រកាសឲ្យដឹងថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនទ័ពថ្មើរជើងទៅយេម៉ែនបើចាំបាច់វិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប 92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHzលោកអ្នកស្ដាប់ជាទីមេត្រីជាបន្តទៀតនេះលោកនាងនឹងបានស្ដាប់កម្មវិធីផ្សាយរបស់យើងដែលក្នុងនោះរួមមានដំបូងគឺជានីតិភ្ញៀវប្រចាំថ្ងៃដែលរៀបចំជូនដោយអែមមៀកបានសម្ភាសជាមួយនឹងលោកគុលបញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាកិច្ចសម្ភាសនៅរាត្រីនេះផ្ដោតទៅលើវត្តមានរបស់លោកស្រីពងជីវកិច្ចនៅក្នុងគោជបក្រោយមកគឺជានីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃដែលរៀបចំជូនដោយជាងបុប្ផានៅថ្ងៃនេះបុប្ផានឹងលើកឡើងអំពីការធ្លាក់យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាល្លឺម៉ង់ Germanwings បន្តមកទៀតលោកនាងនឹងបានស្ដាប់នីតិបទយូការបស់វ៉ាន់សុគន្ធាលើកឡើងអំពីអន្វយាសហគមន៍ប្រមូលផ្ដុំដោយអាណិកជនខ្មែរនៅបរទេសដែលកំពុងតែរស់នៅស្រុកខ្មែរនិងនៅចុងបញ្ចប់គឺជានីតិសិក្សាភាសាបារាំងដែលជាការរៀបចំជូនដោយម៉ុងពិសីភ្ញៀវប្រចាំថ្ងៃភ
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃសៅរ៍នេះគឺលោកកុលបញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាប្រធាន Confrel ថ្លែងថារបៀបជ្រើសរើសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីជាចំណុចរីកចម្រើនមួយក៏ប៉ុន្តែមន្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលនេះស្នើឲ្យបង្កើនតម្លាភាពទន្ទឹមនឹងនេះលោកកុលបញ្ញាទទូចឲ្យលោកស្រីពងជីវិចដាក់ពាក្យធ្វើជាសមាជិកភាពមួយរូបនៃគូចបថ្មីតាមសំណើរបស់គណៈបកនយោបាយសូមស្ដាប់បទសម្ភាសន៍រវាងអែមមីកនិងលោកកុលបញ្ញាដូចតទៅខ្ញុំសូមជម្រាបសួរលោកនាយកកុលបញ្ញាខ្ញុំសូមអរគុណលោកនាយកប្រតិបត្តិនៃអង្គការ Confrel ដែលយល់ព្រមផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុបារាំងអន្តរជាតិ RFE នៅរាត្រីថ្ងៃនេះតើលោកនាយកបានឃើញសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាដែលប្រកាសជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកភាពកជបថ្មីហើយឬនៅលោកនាយកបាទខ្ញុំឃើញហើយឃើញនីតិវិធីនេះគេធ្វើតាមអីដែលមានចែងនៅក្នុងច្បាប់ដែលអនុម័តថ្មីនេះគឺថាជាបើកលទ្ធភាពឲ្យជាប្រតិដែលយល់ថាមានលក្ខណៈសម្បត្តិត្រឹមត្រូវដែលអាចបំពេញការងារជាកោជបបានដែលមានលក្ខណៈដែលបានគេកំណត់នៅក្នុងសេចក្តីប្រកាសហ្នឹងអាចដាក់ពាក្យបានហើយនេះជាចំណុចរីកចម្រើនមួយដែលយើងឃើញថាមានការខុសពីរបៀបឬមុនដោយក្រសួងមហាផ្ទៃដោយតាមរយៈគណៈរដ្ឋមន្ត្រីអីគឺថាយើងចង់ធ្វើកោជបយើងមិនដឹងថាតើយើងទៅដាក់ពាក្យតាមណាប៉ុន្តែឥឡូវឃើញខាងរដ្ឋសភាគេចាប់ផ្ដើមរើសតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់ហើយគឺថាខាងរដ្ឋសភាគណៈចន្ទ្រៃរបស់រដ្ឋសភាគេទទួលការងារទៅអគ្គលេខាធិការដ្ឋានដើម្បីបញ្ជូនសេចក្តីប្រកាសព័ត៌មាននឹងទៅសាធារណជនចាប់ពីថ្ងៃទី27ខែមីនាឆ្នាំ2015ដល់ថ្ងៃទី6ខែមេសាឆ្នាំ2015ដដែលសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍คล้ายខ្លួនជាសមាជិកម្នាក់ក្នុងចំណោមសមាជិកភាពកជបទាំង9រូបដែលគណៈបកទាំងពីរទើបនឹងកែតម្រង់ហើយថ្មីហ្នឹងអាចដាក់ពាក្យសុំចូលធ្វើជាសមាជិកកជបបានហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានតម្រូវឲ្យជ្រើសតាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះដោយតម្លាភាពនិងបើកចំហតែលោកនាយកមើលឃើញថាដំណើរការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាមានលក្ខណៈបើកចំហនិងតម្លាភាពមែនទេលោកនាយកអគ្គលេខាធិការដ្ឋានរបស់រដ្ឋសភាគាត់ជាអ្នកផ្ដល់ព័ត៌មានទៅសាធារណជនដើម្បីឲ្យដាក់ពាក្យគឺជាបេក្ខជនសម្រាប់ជាសមាជិកកជបទេអញ្ចឹងអ្នកដែលទៅចម្រាញ់បេក្ខជនហ្នឹងគឺថាស្ថិតនៅការសម្រេចចិត្តរបស់គណៈចន្ទ្រៃរបស់រដ្ឋសភាហើយនឹងគណៈបកដែលមានអាសនៈក្នុងរដ្ឋសភាពីក្រុមនឹងគណៈបកកណ្ដាលអំណាចក្នុងរដ្ឋាភិបាលនិងគណៈបកនៅក្រៅរដ្ឋាភិបាលដែលត្រូវរើសឯកជនសម្រាប់របស់គេហ្នឹង4ហ្នឹងក្នុងចំណោមអ្នកដាក់ពាក្យទាំងអស់ហ្នឹងហើយនឹងមួយទៀតដែលគេសួរសួរមានលោកស្រីពងជីកេនឹងគាត់បានគេបានសួរសួរទៅគាត់បេក្ខជនគាត់ហ្នឹងគឺជាដំណើរនៃរបៀបរើសសង្កេតអញ្ចឹងទៅយើងនៅចាំមើលថាតើពេលពីហ្នឹងទៅដល់ថ្ងៃទី6ហ្នឹងគឺគេដាក់ពាក្យហើយអញ្ចឹងគួរតែមានផ្ដល់ព័ត៌មានដែរការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃតើមានបេក្ខជនបរិសុទ្ធស្រីបេក្ខជនបេក្ខនារីប្រមាណដែលបានដាក់ពាក្យអគ្គលេខាធិការដ្ឋានរបស់រដ្ឋសភាគួរតែផ្ដល់ព័ត៌មានឲ្យទៅសាធារណជនទាំងហើយអាចដឹងថាបើសិនជាថាអាចបានដឹងថាតើអ្នកណាខ្លះបានដាក់អីចឹងទៅឬក៏បានចំនួនប្រមាណហើយអ្នកមកដាក់ពាក្យហ្នឹងហើយបន្ទាប់មកយោបល់ខ្ញុំពីថ្ងៃ6ដល់ថ្ងៃ13ហ្នឹងជាពិសេសថ្ងៃ6នេះហ្នឹងគឺថាគេចាប់ផ្ដើមធ្វើសម្រាំងបញ្ជីបេក្ខជនហើយឧទាហរណ៍ថាឥឡូវគេរកឃើញ9នាក់ហើយ4មួយហ្នឹងពេលណាគេជាសម្រាំងបញ្ជីបេក្ខជន9នាក់ហ្នឹងគួរតែដាក់បញ្ជីឈ្មោះបេក្ខជនទាំង9ហ្នឹងដើម្បីឲ្យសាធារណជនដឹងទៅឲ្យបានដឹងថាតើអ្នកណាដែលគេបានសម្រាំងយកធ្វើជាបេក្ខជនដើម្បីធ្វើជាសមាជិកកជបមុននឹងដាក់ឲ្យរដ្ឋសភាអនុម័តមុនថ្ងៃទី13ហ្នឹងដើម្បីឲ្យសាធារណជនគេផ្ដល់មតិយោបល់ឬក៏គេអាចចាប់អារម្មណ៍ទៅហើយបន្ទាប់មកមានដំណើរការនៃការអនុម័តទៅក្នុងរដ្ឋសភាទៅហ្នឹងបាទលោកនាយកតើវាខុសគ្នាយ៉ាងដូចម្ដេចទៅដែលបេក្ខជនដែលជាសាធារណជនហ្នឹងដាក់ពាក្យតាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាហើយនឹងការជ្រើសរើសដោយផ្ទាល់ពីគណៈបកនយោបាយជាប់ឆ្នោតទាំងពីរហ្នឹងដើម្បីឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាអ្នកសម្រេចវាអត់មានខុសវាខ្ញុំនិយាយខាងដើមចឹងគឺថាអគ្គលេខាធិការនេះគេគ្រាន់តែជាអ្នកជូនព័ត៌មានទេហើយនឹងទទួលពាក្យដាក់បេក្ខជនដាក់ពាក្យទេ
ប៉ុន្តែអ្នកដែលត្រូវធ្វើការនៃសម្រាប់បេក្ខជនហ្នឹងគឺគណៈចន្ទ្រៃរបស់រដ្ឋាភិបាលហើយនិងគណៈបកទីក្រុងគណៈបករដ្ឋបាលនិងគណៈបកនៅក្រៅរដ្ឋាភិបាលហ្នឹងតែគេស្នើសម្រាប់បេក្ខជន4ទៅដើម្បីធ្វើជាបញ្ជីហើយបន្ទាប់មកគណៈចន្ទ្រៃគេយកអាបញ្ជីដែលគណៈបកទាំងពីរហ្នឹងស្នើហ្នឹងទៅបញ្ជូនទៅឲ្យរដ្ឋាភិបាលធ្វើអនុម័តបាទគឺគាត់នេះទេស្នើពីជំហានមួយទៅជំហានមួយទេអត់មានតែតិនអីនឹងរឿងខុសគ្នាអីចឹងទេព្រោះជាដំណើរនីតិវិធីទេលោកនាយកចំពោះបេក្ខភាពរបស់លោកស្រីពងឆេវហ្គេចដែលគណៈបកទាំងពីរបានឯកភាពគ្នាឲ្យធ្វើជាសមាជិកកជបទី9ហើយជាសមាជិកដែលគណៈបកទាំងពីរយល់ថាអព្យាក្រឹតនោះអាចលាលែងពីសញ្ជាតិរបស់លោកស្រីសញ្ជាតិបរទេសជាពិសេសសញ្ជាតិកាណាដានិងសញ្ជាតិបារាំងបានទាន់ពេលវេលាទេនៅក្នុងរយៈពេលពីថ្ងៃទី27ខែមីនាដល់ថ្ងៃទី6ខែមេសានោះបើសិនជាលោកស្រីនៅតែមានបំណងចង់ធ្វើជាសមាជិកទី9នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីលោកនាយកបាទជាឱកាសល្អមែនទែនសម្រាប់ដំណើរការនៃការបង្កើតកោជបថ្មីគឺថាលោកស្រីពងជីវិតគឺជាបេក្ខស្ត្រីដ៏សំខាន់ដែលគណៈបកប្រជាជនហើយនិងគណៈបកសង្គ្រោះជាតិបានស្រោះស្រួលគ្នាព្រមចំពោះបេក្ខជនរបស់លោកស្រីខ្លាយជាសមាជិកអ្នកដែលគណៈបកទាំងពីរស្រោះស្រួលហ្នឹងដែលគេខាងប្រព័ន្ធផ្សព្វផ្សាយហៅថាសមាជិកទី9ហើយវាជាឱកាសល្អណាស់ដែលដំណើរការបង្កើតកោជបនៅពេលខាងមុខនេះនឹងបានទាន់ពេលវេលាយើងខាងអង្គការសង្គមស៊ីវិលទាវនាវហើយនឹងលើកទឹកចិត្តឲ្យលោកស្រីពងជីវិតបន្តនៅឆន្ទៈតាមបញ្ញាចិត្តដើម្បីចូលរួមនៅក្នុងសមាជិកកោជបថ្មីនេះព្រោះវាជាឱកាសសំខាន់ណាស់តែឥឡូវនេះច្បាប់យើងបានរួចអស់ហើយមើលទៅបើសិនជាលោកស្រីបានដាក់ជោគដាក់ពាក្យដាក់អីចឹងទៅដំណើរការបង្កើតកោជបថ្មីនឹងទៅតាមអ្វីដែលជាផែនការរបស់គណៈបកទាំងពីរគណៈបកប្រជាជនហើយគណៈបកសង្គ្រោះជាតិហើយនឹងក៏ជាផែនការរបស់រដ្ឋាភិបាលដែរដែលព្រមធ្វើឲ្យបានកើតនៅថ្ងៃ13ហើយវាជាឱកាសដ៏ត្រឹមត្រូវមួយដែលថាអង្គការសង្គមស៊ីវិលយើងអាចមានសម្លេងជាតំណាងនៃអ្នកឯករាជ្យអ្នកនៅកណ្ដាលដែលគណៈបកទាំងពីរព្រមព្រៀងហើយយើងអង្គការសង្គមស៊ីវិលអាចធ្វើកិច្ចការងារសហការគ្រប់គ្រងដើម្បីឲ្យកោជបថ្មីជាពិសេសតាមរយៈតំណាងឯករាជ្យដែលចេញពីអង្គការសង្គមស៊ីវិលនេះនឹងទទួលបានជោគជ័យនៅក្នុងភារកិច្ចសមាជិកកោជបបាទលោកនាយកប៉ុន្តែច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹងគឺតម្រូវឲ្យបេក្ខជនបេក្ខនារីមានសញ្ជាតិខ្មែរតែមួយគត់និងពីកំណើតផងវាអាចជាបញ្ហាខ្លះប៉ុន្តែយើងមើលឃើញថាបញ្ហានេះវាមិនធំជាងបញ្ហារបស់ជាតិយើងខ្លាំងទេព្រោះបញ្ហាជាតិយើងវាធំហើយបញ្ហាដែលសញ្ជាតិនេះយើងមើលទៅវាមានលក្ខណៈពិសេសដែរដែលក្នុងច្បាប់យើងមិនមានចែងច្បាស់លាស់ទេអំពីរឿងបញ្ហាដកសញ្ជាតិហើយនេះគឺថាมันមានច្បាស់លាស់ទេមែនតើរឿងនេះបើមិនច្បាស់លាស់ចឹងបានន័យថាការអនុវត្តយកតែសញ្ជាតិមួយហ្នឹងវាមិនមានប្រសិទ្ធភាពអីទេអញ្ចឹងទៅលើពេលដែលច្បាប់មួយដែលមិនច្បាស់លាស់អញ្ចឹងហើយយើងគិតថាប្រហែលជាមិនអនុវត្តទៅបានប្រសិទ្ធភាពពុកគ្មានបណ្ដាប្រទេសណាដែលគេធ្វើជាច្បាប់របៀបហ្នឹងទេអញ្ចឹងទៅខ្ញុំគិតថាមិនមែនជាឧបសគ្គមិនមែនជាបញ្ហាដែលធ្វើឲ្យលោកស្រីមិនអាចខ្លាយជាសមាជិកទី9ទេលោកនាយកបើសិនជាឱកាសនេះលោកស្រីពងឆេវហ្គេចសម្រាប់ចាត់ដកខ្លួនចេញពីសមាជិកកោជបថ្មីហើយលោកស្រីមិនទទួលយកការផ្ដល់ឲ្យធ្វើជាបេក្ខជនទី9របស់កោជបថ្មីតើខ្ញុំអាចនិយាយបានទេថាលោកស្រីពងឆេវហ្គេចបោះបង់ចោលសមិទ្ធផលសន្តិភាពដែលកម្ពុជារកបានដោយកម្រដោយមានការរួមចំណែកពីលោកស្រីផ្ទាល់និងពីក្រុមគ្រួសារលោកស្រីពេលដែលសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនបានជួបចរចាគ្នាជាលើកដំបូងនៅប្រទេសបារាំងនោះបាទក៏ជាបទផលនៃដំណើរការនៃការបង្កើតកោជបថ្មីហើយនឹងសមិទ្ធផលមួយចំនួនដែលឥឡូវនេះយើងកំពុងជំរុញឲ្យមានកំណែតម្រង់កោជបមួយហើយទទួលបីថាតំណាងឯករាជ្យអង្គការសង្គមស៊ីវិលម្នាក់តែប៉ុន្តែយើងមើលនៅក្នុងទស្សនវិជ្ជានៃរបៀបធ្វើការគឺថាម្នាក់នឹងមានឥទ្ធិពលខ្លាំងណាស់ទោះបីមិនមែនជាប្រធានក្តីមិនមែនជាស្អីក្តីប៉ុន្តែដោយប្រធានកោជបគឺអ្នកដែលធ្វើការសម្រេចចិត្តដ៏សំខាន់សម្រេចចិត្តតាមតាមប្រទេសតាមមនសិការនឹងនឹងធ្វើឲ្យការបោះនីតិវិធីបោះបញ្ជាការងាររបស់កោជបហ្នឹងគឺថាបានប្រសើរគឺថាមានប្រជាប្រដ្ឋគេច្រើនណាស់គេតាមមើលហើយគេមានទំនុកចិត្តទៅលើលោកស្រីខ្លាំងណាស់ហើយបើមិនជាមានបញ្ហាកើតឡើងដែលមិនអាចដំណើរការរើសកោជបតាមដែលគ្រោងទុកហ្នឹងហើយមានការខកខានជាសិទ្ធិប៉ះពាល់នឹងការរើសអ្នកទី9ហ្នឹងយើងមើលទៅហើយជាធ្វើឲ្យមានការបាត់បង់សមិទ្ធផលជាសមិទ្ធផលដែលជា
ការខិតខំធ្វើឲ្យមានការបង្កើតកោជបមួយមានការទុកចិត្តពីគណៈបកនេះជើងផងហើយនឹងពីអ្នកដែលខាងក្រៅគណៈបកនឹងដែរជាអង្គការសង្គមស៊ីវិលនឹងពួកអង្គការសង្គមស៊ីវិលលោកចង់ជួយគ្រប់គ្រងធ្វើកិច្ចការងារបោះឆ្នោតឲ្យបានល្អប្រសើរជាពិសេសនឹងសហការជាមួយនឹងកោជបថ្មីនេះនឹងធ្វើកិច្ចការមួយចំនួនដែលចាំបាច់ធ្វើឲ្យវិធីនិងការចាត់ចែងការបោះឆ្នោតនេះឲ្យបានត្រឹមត្រូវប្រសើរជាងមុនហើយអញ្ចឹងទៅបើសិនជាករណីដែលមានបញ្ហាដែលពុកស្រីមិនចូលរួមនេះគឺអាចធ្វើឲ្យពេលវេលានៃការជជែកបង្កើតសមាជិកកោជបនឹងអាចនៅទី9នឹងហើយមានការលំបាកខ្លះព្រោះថាការពីបាក់នឹងទៅលើបញ្ហាមួយមានការលំបាកដែររឿងខ្លះមិនមែនស្រួលទេព្រោះតាមខ្ញុំសង្កេតមើលច្បាប់ធ្វើអីនឹងមានការលំបាកដែរហ្នឹងហើយលោកមានអាចមានប្រយោជន៍ដែរគឺថានឹងបាត់បង់សមិទ្ធផលអ្វីដែលយើងដែលមានការសង្ឃឹមទុកថានឹងមានដំណើរការរៀបចំកោជបថ្មីនេះវាអាចនឹងមានការពិនិត្យឡើងវិញជាពិសេសប៉ះពាល់អ្នកទី9ដែលជាត្រូវរឿងនេះប៉ុន្តែខ្ញុំនៅសង្ឃឹមថាលោកស្រីនឹងបង្ហាញអំពីឆន្ទៈវិជ្ជមានមួយក្នុងការចូលរួមធ្វើឲ្យការកើតកោជបនោះទៅតាមផែនការដែលបានកំណត់នេះបាទខ្ញុំសូមថ្លែងអំណរគុណលោកគុលបញ្ញាដែលជានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហៅកាត់ថា Confrel ដែលបានផ្ដល់បទសម្ភាសន៍ក្នុងនាមជាភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅពេលនេះខ្ញុំសូមជម្រាបលាលោកនាយកត្រឹមប៉ុណ្ណេះសិនបាទសូមអរគុណកម្មវិធីនេះសហការឧបត្ថម្ភដោយគីណាល់មួយប្រភេទសម្រាប់ការឈឺចុកចាប់មួយប្រភេទគីណាល់អ៊ីបុយសម្រាប់ព្យាបាលឈឺចុកចាប់និងហើមខ្លាំងដូចជាហើមធ្មេញហើមសាច់ដុំក្រិចចង្កេះនិងក្រិចកពីរ៉ាមីតជាទីភ្នាក់ងារបកប្រែនាំមកគេឋានសួគ៌បុគ្គលជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្អឯកមានបដិសណ្ឋារកិច្ចល្អឥតខ្ចោះអាកាសធាតុបរិសុទ្ធនិងត្រជាក់គ្រប់រដូវកាលស៊ីម៉ង់អន្ត្រីពេជ្រស៊ុបភរឹងស៊ុបភើជាប់ក្រុមហ៊ុនស៊ីនបេងយូមានកម្មវិធីបង្ហាញពីភាពខុសគ្នារវាងកាហ្វេគីមីនិងកាហ្វេធម្មជាតិនិងអេស៊ីលីដាជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តបម្រើសេវាកម្មរហ័សទាន់ចិត្តប្រកបដោយសុវត្ថិភាពនិងតម្លាភាពសាកលវិទ្យាល័យអាមេរិកភ្នំពេញ AUPP ចូលរៀនវគ្គថ្មីនៅថ្ងៃទី4ខែឧសភាឆ្នាំ2015សូមតាក់ទងទូរស័ព្ទលេខ023 990 023ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះយើងមានអន្តរាគមន៍ពីឈៀងបុប្ផាជំរាបសួរបុប្ផាចាជំរាបសួរធីតានៅក្នុងរឿងធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាល្លឺម៉ង់គេដឹងពីមួយថ្ងៃទៅមួយថ្ងៃថាព័ត៌មាននឹងគឺមានថ្មីរហូតហើយបន្ទាប់ពីរដ្ឋអាជ្ញាបារាំងអះអាងថា pilot អមគឺ Andrew Lubitz នឹងមានចេតនាបើកយន្តហោះទៅបុកភ្នំរហូតធ្វើឲ្យមនុស្សនៅលើយន្តហោះទាំងអស់នោះស្លាប់ហើយគ្មានសល់ម្នាក់រដ្ឋអាជ្ញាអាល្លឺម៉ង់វិញដែលបើកការស៊ើបអង្កេតឆែកឆេរនៅក្នុងផ្ទះរបស់ Andrew Lubitz នឹងបាននិយាយថា pilot រូបនេះបានហែកបញ្ជាក់បញ្ជាពេទ្យដែលតម្រូវឲ្យរូបគេនឹងត្រូវសម្រាកនៅផ្ទះមិនទៅធ្វើការហើយនៅថ្ងៃដែលមានសោកនាដកម្មនោះបើគ្រូពេទ្យចេញសម្បត្តិឲ្យឈប់សម្រាកនៅផ្ទះមានន័យថា Andrew Lubitz គឺមានជំងឺអ្វីមួយទៅហើយក៏ប៉ុន្តែហេតុអ្វីបានជា Andrew Lubitz លាក់ហើយមិនព្រមប្រាប់ទៅក្រុមហ៊ុនហើយនៅតែចេញទៅបើកយន្តហោះយ៉ាងដូចនេះទៅវិញបុប្ផាចាស់ធីតានេះគឺជាមូលហេតុដែលក្រុមស៊ើបអង្កេតអាល្លឺម៉ង់ហើយនិងបារាំងកំពុងតែតាមអង្កេតរកមើលនៅឡើយនៅក្នុងពេលដែលឆែកឆេរម្សិលមិញនៅក្នុងផ្ទះរបស់ Andreas Lubitz ដែលស្ថិតនៅមិនឆ្ងាយប្រមាណពីព្រលានយន្តហោះ Düsseldorf របស់ប្រទេសអាល្លឺម៉ង់គឺថារដ្ឋអាជ្ញាអាល្លឺម៉ង់បាននិយាយថាគេបានរកឃើញនៅវេជ្ជបញ្ជាពេទ្យជាច្រើនដែលពីលុតអមយើងបានហែកបោះចោលនៅក្នុងធុងសំរាមបើទោះបីជាអ្នកវិភាគជាច្រើនគិតថា Andreas Lubitz មានបំណងធ្វើអត្តឃាតដោយបានបើកយន្តហោះទៅបុកភ្នំក៏ពិតមែនក៏ប៉ុន្តែរដ្ឋអាជ្ញាអាល្លឺម៉ង់ធីតាមិនបានរកឃើញសារឬក៏សម្បត្តិចុងក្រោយណាមួយដែលបញ្ជាក់ថា Andreas Lubitz នឹងអស់សង្ឃឹមនៅក្នុងជីវិតហើយចង់ធ្វើអត្តឃាតដែរយ៉ាងណាក៏ដោយសម្បត្តិពេទ្យដែលត្រូវហែកហើយនឹងបោះចោលនៅក្នុងធុងសម្រាមនេះធីតាអាចបង្ហាញថាពីលុតអមមានចេតនាពិតប្រាកដលាក់មិនឲ្យក្រុមហ៊ុនឬក៏មិត្តរួមការងារដឹងថាខ្លួននឹងមានជំងឺនេះបើតាមរដ្ឋអាជ្ញាអាល្លឺម៉ង់រដ្ឋអាជ្ញាអាល្លឺម៉ង់ដដែលមិនបានបញ្ជាក់លម្អិតពីខ្លឹមសារនៅក្នុងសម្បត្តិពេទ្យនោះទេដែលគ្រាន់តែនិយាយថានៅក្នុងសម្បត្តិពេទ្យនោះគឺថា Andreas Lubitz ត្រូវកំណត់ឲ្យប្រើថ្នាំព្យាបាលដូចមុនហើយនឹងត្រូវឈប់សម្រាកមួយរយៈតាមកាសែតអាល្លឺម៉ង់ Bild វិញគឺថាសម្បត្តិពេទ្យនឹងអាចចេញដោយគ្រូពេទ្យជំនាញសរសៃប្រសាទឬក៏គ្រូពេទ្យជំនាញផ្លូវចិត្តធីតាបុប្ផាមួយវិញទៀតសួរថាបើដឹងថាខ្លួនឈឺទៅហើយត្រូវសម្រាកនៅផ្ទះហើយអ្វីបានជា Andrew Lubitz នឹងនៅតែចេញទៅធ្វើការបើកយន្តហោះនៅថ្ងៃដែលយន្តហោះធ្លាក់នោះទៅវិញធីតាខ្ញុំចង់បញ្ជាក់ដែរថានៅថ្ងៃនេះយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP គឺថាសក្ខីកម្មរបស់អតីតសង្សារម្នាក់របស់ Andreas Lubitz ដែលធ្លាប់សេពគប់ហើយនឹងធ្វើការជាមួយនឹងពីលុតអមរយៈពេល5ខែគឺថា Andreas Lubitz នឹងធ្លាប់មានបញ្ហាផ្លូវចិត្តមួយរូបនាងបានបែកចេញពី Andreas Lubitz នេះក៏ដោយសារតែបញ្ហានេះដែរ
ហើយតាមសម្ដីរបស់ស្ត្រីម្នាក់នោះដែលកាសែតអាឡឺម៉ង់វាបានជួបសម្ភាសគឺថាពីលិតអមបានធ្វើអត្តឃាតខ្លួនគឺអាចដោយសារតែការអស់សង្ឃឹមពីព្រោះថាពិលុតអមនឹងយល់ច្បាស់ថាដោយសារតែបញ្ហាសុខភាពនោះគឺថាខ្លួនគេនឹងមិនអាចសម្រេចក្តីសម័យដែលចង់បានការងារធ្វើនៅក្រុមហ៊ុនអាកាសចរអាឡឺម៉ង់ Lufthansa ទេដោយសារតែបញ្ហាសុខភាពគឺថា Andreas Lubitz នឹងមិនអាចបើកយន្តហោះនៅក្នុងរយៈចម្ងាយឆ្ងាយដូចជាអ្នកបើកយន្តហោះដទៃទៀតហើយតាមអ្នកដែលស្គាល់ Andreas Lubitzធីតាគឺថាគេដែលបើគេបានជួបសម្ភាសន៍នឹងគេបានដឹងថា Andreas Lubitz នឹងស្រឡាញ់អាជីពជាអ្នកបើកយន្តហោះនេះខ្លាំងណាស់មូលហេតុដែលធ្វើឲ្យ Andreas Lubitz ហើយសម្បត្តិពេទ្យហើយនឹងលាក់ជំងឺទៅកន្លែងធ្វើការគឺនៅតែអាចកំបាំងនៅឡើយដែលក្រុមស៊ើបអង្កេតកំពុងអង្កេតតទៅទៀតក៏ប៉ុន្តែយ៉ាងណាក៏ដោយការអះអាងរបស់អតីតសង្សាររបស់ពីលិតអមរូបនេះអាចឲ្យគេដឹងបានខ្លះថាហេតុអ្វីបានជាពីលិតអម Andreas Lubitz ហើយសម្បត្តិពេទ្យហើយលាក់មិនឲ្យក្រុមហ៊ុនដឹងថាខ្លួននឹងបានទទួលសម្បត្តិពេទ្យឲ្យឈប់សម្រាកនៅផ្ទះនោះគឺថាអតីតសង្សាររបស់ Andreas Lubitz នៅបាននិយាយដែរថានៅថ្ងៃដែល Andreas Lubitz បានបើកយន្តហោះទៅបុកភ្នំនឹងបានធ្វើឲ្យនាងនឹងមកនឹកទៅដល់ពាក្យរបស់ពីលិតអមរូបនេះដែលធ្លាប់បាននិយាយថានៅថ្ងៃណាមួយគេនឹងធ្វើអ្វីមួយដើម្បីកែប្រែប្រព័ន្ធទាំងស្រុងហើយនឹងពិភពលោកទាំងមូលនឹងស្គាល់ចងចាំឈ្មោះរបស់គេច្បាស់ណាស់ថាធីតាការបើកបុកយន្តហោះទៅបុកភ្នំរហូតធ្វើឲ្យមនុស្សស្លាប់អស់150នាក់ដូច្នេះគឺប្រកាសណាស់នឹងធ្វើឲ្យគេចាំហើយនឹងស្គាល់ឈ្មោះ Andreas Lubitz ក៏ប៉ុន្តែពិភពលោកគឺស្គាល់ពីលិតអមរូបនេះនៅក្នុងនាមជាអក្រិតជនតែប៉ុណ្ណោះក្នុងដំណាក់កាលនេះគេផ្ដោតទៅលើប្រតិបត្តិការរកសាកសពនិងបំណែកយន្តហោះដ៏តូចល្អិតដែលបែកខ្ចាយនៅលើជម្រាលភ្នំនៅក្នុងភាគខាងត្បូងបារាំងក៏ប៉ុន្តែជាមួយគ្នានេះគេក៏ល្មមគិតគូរពីសំណងខូចខាតអាយុជីវិតដែរមិនចឹងបុប្ផាតើអ្នកណាចេញមកទទួលខុសត្រូវចេញសងជំងឺចិត្តក្រុមហ៊ុនអាកាសចរ Germanwings ឬក៏ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអ្នកដំណើរម្នាក់ៗទៅចង់ដឹងថាតើអ្នកណាទទួលខុសត្រូវសងធីតាគឺត្រូវរកឲ្យឃើញថាតើអ្នកណាជាអ្នកទទួលខុសត្រូវទៅលើសោកនាដកម្មលើកនេះតាមរយៈព័ត៌មានដែលផ្ដល់ដោយរដ្ឋអាជ្ញាបារាំងគេដឹងហើយថាពីលិតអម Andreas Lubitz មានចេតនាកាត់ចង្កូតយន្តហោះឲ្យទៅបុកភ្នំសកម្មភាពរបស់ Andreas Lubitz នេះគឺថាត្រូវចាត់ទុកដូចជាបទឧក្រិដ្ឋសម្លាប់មនុស្សក៏ប៉ុន្តែពីលិតអមរូបនេះបានស្លាប់ទៅហើយជាមួយនឹងអ្នកដំណើរផ្សេងទៀតគឺមិនអាចនឹងចេញមុខទទួលខុសត្រូវសងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះទេនៅពេលនេះគឺមានតែក្រុមហ៊ុនអាកាសចរ Germanwings ដែលត្រូវទទួលចេញមុខសងហើយដោយប្រកាសនោះគឺក្រុមហ៊ុនធានារ៉ាប់រង Allianz របស់ក្រុមហ៊ុនអាកាសចរ Germanwings ទេដែលត្រូវចេញមុខសងឲ្យជំនួសនោះយោងតាមអនុសញ្ញាអន្តរជាតិក្រុង Montreal គឺថានៅក្នុងពេលដែលគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើងធ្វើឲ្យបាត់បង់អាយុជីវិតរបស់អ្នកដំណើរនោះគឺក្រុមហ៊ុនអាកាសចរជាអ្នកចេញសងជំងឺចិត្តប្រមាណ 120,000 អឺរ៉ូដល់ជនរងគ្រោះម្នាក់ៗក៏ប៉ុន្តែមើលទៅគឺថាទឹកប្រាក់សំណងពីខាងក្រុមហ៊ុន Germanwings នឹងអាចប្រែប្រួលនិងអាចច្រើនជាងនេះបើសិនជាគេរកឃើញថាក្រុមហ៊ុននឹងមិនបានគោរពក្រឹតក្រមហើយអាចចូលរួមទទួលខុសត្រូវឲ្យមានសោកនាដកម្មដូចនេះមានន័យថាក្រុមហ៊ុន Germanwings អាចដឹងថាពីលិតអម Andreas Lubitz មានបញ្ហាផ្លូវចិត្តហើយក៏ប៉ុន្តែនៅតែបញ្ជូនរូបគេឲ្យទៅបើកយន្តហោះទៀតនៅក្នុងករណីដែលគេរកឃើញថាក្រុមហ៊ុន Germanwings មានចំណែកទទួលខុសត្រូវធ្វើឲ្យយន្តហោះធ្លាក់នោះគឺថាខាងក្រុមគ្រួសាររបស់ជនរងគ្រោះអាចប្តឹងទៅតុលាការដើម្បីទាមទារប្រាក់សំណងតាមចិត្តរបស់គេចង់បាននៅក្នុងបទពិសោធន៍កន្លងមកធីតាដូចជាយន្តហោះបារាំងកុងកុសជាដើមដែលធ្លាក់ដោយសារបញ្ហាបច្ចេកទេសនោះគឺថាគ្រួសាររបស់ជនរងគ្រោះទាំង100នាក់បានទទួលសំណងយ៉ាងតិច1លានអឺរ៉ូនៅក្នុងម្នាក់លើកនេះគឺថានៅក្នុងករណីរបស់ក្រុមហ៊ុន Germanwings គេប៉ាន់ស្មានថាក្រុមហ៊ុននឹងត្រូវចំណាយយ៉ាងតិច150លានអឺរ៉ូសម្រាប់បង់សងជំងឺចិត្តឲ្យគ្រួសាររបស់ជនរងគ្រោះក៏ត្រូវដឹងថាកាលពីថ្ងៃសុក្រម្សិលមិញក្រុមហ៊ុន Germanwings នេះបានប្រកាសរួចហើយសងប្រាក់ប្រមាណ 50,000 អឺរ៉ូសម្រាប់គ្រួសារជនរងគ្រោះម្នាក់ប៉ុន្តែបុប្ផាដូចនិយាយខាងដើមអញ្ចឹងថារដ្ឋអាជ្ញាអាល្លឺម៉ង់បាននិយាយថា Andreas Lubitz នឹងបានលាក់បាំងជំងឺរបស់ខ្លួនអញ្ចឹងគេមិនអាចបន្ទោសទៅលើក្រុមហ៊ុន Germanwings បានទេមិនអញ្ចឹងហ៎ពីលិតអម Andreas Lubitz បានហៅសម្បត្តិពេទ្យគឺដូចជាលាក់មិនឲ្យក្រុមហ៊ុនដឹងថាខ្លួនមានជំងឺមិនអាចចេញទៅធ្វើការនៅថ្ងៃអង្គារថ្ងៃដែលខ្លួនគេនឹងបានបើកយន្តហោះទៅបុកភ្នំក៏ប៉ុន្តែនេះមិនមែនមានន័យថាក្រុមហ៊ុន Germanwings មិនបានដឹងទាល់តែសោះនោះទេថា Andreas Lubitz នេះគ្មានជំងឺតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងអាកាសចរស៊ីវិលអាល្លឺម៉ង់ដែលបានទទួលឯកសារព័ត៌មានជាប់ជាប្រចាំពីក្រុមហ៊ុន Lufthansa ដែលជាមេក្រុមហ៊ុនរបស់ Germanwings គឺថា Andreas Lubitz នឹងត្រូវ
ត្រូវបានគេសរសេរនៅក្នុងឯកសារពេទ្យរបស់ក្រុមហ៊ុនថាត្រូវតែទទួលនឹងការតាមដានពិនិត្យសុខភាពជាប់ជាប្រចាំហើយនឹងអចិន្ត្រៃយ៍នេះសបញ្ជាក់ឃើញថាក្រុមហ៊ុនដឹងយ៉ាងច្បាស់ថា Andreas Lubitz នឹងមានករណីសុខភាពចាំបាច់មួយដែលគេតាមដានជាពិសេសហើយរឿងមួយទៀតដែលគេគិតថាក្រុមហ៊ុន Lufthansa ដែលជាមេពីលើរបស់ក្រុមហ៊ុន Germanwings អាចព្យាយាមលាក់កំបាំងព័ត៌មានគឺនៅត្រង់ថាក្រុមហ៊ុនបានត្រឹមតែនិយាយថាពីលិតអមនឹងធ្លាប់បានផ្អាកការហាត់រៀនមួយរយៈក៏ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យលម្អិតពីមូលហេតុអ្វីនោះទេតាមកាសែតអាល្លឺម៉ង់ជាច្រើនគឺថានៅក្នុងពេលផ្អាកការរៀនសូត្របើកយន្តហោះនោះដែរដែលមានរយៈពេលដល់ទៅ1ឆ្នាំកន្លះនោះតាមពិត Andreas Lubitz នឹងកំពុងតែជួបជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរដូច្នេះគេនឹងមិនជឿទេថាក្រុមហ៊ុន Lufthansa មិនដឹងថាពីលិតអមជួបជំងឺផ្លូវចិត្តនោះគេអាចបន្ទោសថាបើក្រុមហ៊ុនដឹងថាពីលិតអមធ្លាប់មានជំងឺផ្លូវចិត្តហើយហេតុអ្វីបានជានៅតែបណ្ដោយឲ្យទៅបើកយន្តហោះទៀតហើយបើក្រុមហ៊ុនមិនដឹងថា Andreas Lubitz មានជំងឺនោះគឺមានន័យថាក្រុមហ៊ុននឹងមានការធ្វើការឆ្លោះឆ្លួយមិនបានដឹងពីប្រវត្តិជំងឺរបស់បុគ្គលិកម្នាក់ៗរបស់ខ្លួនដែលតាមពិតទៅជាអ្នកទទួលខុសត្រូវធំបំផុតទៅលើអាយុជីវិតរបស់អ្នកដំណើរនៅលើអាកាសនោះដូច្នេះចង់ឬមិនចង់ធីតាក្រុមហ៊ុននៅតែកិច្ចមិនរួចពីការបន្ទោសហើយនឹងការទទួលខុសត្រូវទេនៅក្នុងពេលដែលមានគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើងបែបនេះអរគុណបុប្ផាចំពោះបទអន្តរាគមន៍នៅរាត្រីនេះបទយូហ្គាសហគមន៍ខ្មែរនៅក្រៅប្រទេសមានឈ្មោះថាអាន់វ៉ាយ៉ានៅរាត្រីថ្ងៃសុក្រម្សិលមិញបានរៀបចំការជួបជុំដ៏ធំមួយនៅភោជនីយដ្ឋាន Cabaret នៅក្នុងរាជធានីភ្នំពេញដើម្បីប្រគល់ពានរង្វាន់លើកទឹកចិត្តដល់សមាជិករបស់ខ្លួនដែលទទួលបានជោគជ័យនៅក្នុងការងារនៅក្នុងប្រទេសកម្ពុជាតាមពិតទៅអាន់វ៉ាយ៉ាត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ2010មកម្ល៉េះហើយពេលនេះគឺជាលើកទី1ដែលសហគមន៍នេះប្រគល់ពានរង្វាន់លើកទឹកចិត្តដល់សមាជិករបស់ខ្លួនតើអាន់វ៉ាយ៉ាធ្វើសកម្មភាពបែបណាហើយមកដល់ពេលនេះសហគមន៍នេះបានជួយអ្វីខ្លះដល់អាណិកជនខ្មែរដែលចង់មករស់នៅក្នុងប្រទេសកម្ពុជានោះយើងស្ដាប់បទយូការបស់វ៉ាន់សុគន្ធាអំពីសហគមន៍នេះដូចតទៅ Bienvenue mesdames et messieurs, nous vous remercions pour votre présence à la première soirée Retrait Anvaya, la nuit Anvaya. Voici ma collègue Prana et je suis Kuntigi. And for those who are not quite familiar with Anvaya, នេះគឺជាលើកទី1ហើយដែលសហគមន៍ខ្មែរនៅក្រៅប្រទេសអាន់វ៉ាយ៉ាបានរៀបចំការជួបជុំដ៏ធំមួយដើម្បីប្រគល់ពានរង្វាន់ដល់សមាជិកឆ្នាំរបស់ខ្លួនលោកកែប៊ិនសូរ៉ាស្មីប្រធានសហគមន៍ខ្មែរនៅក្រៅប្រទេសអាន់វ៉ាយ៉ាបានរៀបរាប់ពីកម្មវិធីនៃការជួបជុំគ្នានេះយប់នេះជាកម្មវិធីរាត្រីអាន់វ៉ាយ៉ាមានថាអាន់វ៉ាយ៉ា night ហើយយប់នេះយើងចង់ឲ្យសមាជិកយើងគូសាគេភូមិយើងទាំងជួបគ្នាក្នុងមួយយប់ឯងហើយយប់នេះយើងមានភ្ញៀវពិសេសខាងសិល្បៈខាងអ្នកជំនាញគេមកឆ្លងមុខយើងហើយតងទី2នៅក្នុងឆ្នាំនេះយើងឆ្លងនៅក្នុងសមាគមយើងនៅក្នុងសង្គមយើងនៅក្នុងសង្គមខ្មែរនៃកជននោះណានៅក្នុងឆ្នាំនេះឆ្នាំ2014 2015នោះណាបានធ្វើ launching គេធ្វើដោយមានអ្នករស់ entrepreneur ទៅនោះណា entrepreneur launching គេញ៉ាំខាង entrepreneur ផងខាងសិល្បៈដូចអ្នកគូអ្នក design ខាង fashion ដែរមានសិល្បៈមានខាង music អ្នកជំនាញហើយទី5នៅខាងថតរឿងនៅ cinema ហើយទី6អំពីនៅខាងសង្គមស៊ីវិលសមាជិកអានវ៉ាយ៉ាដែលសិតសឹងតែជាអាណិកជនខ្មែរនៅក្រៅប្រទេសចំនួន6នាក់បានទទួលពានរង្វាន់នេះពួកគេទាំងនោះគឺជាអ្នកដែលជោគជ័យនិងទទួលបានការគាំទ្រច្រើននៅតាមប្រព័ន្ធអនឡាញនៅក្នុងវិស័យចម្រៀងកីឡាសិល្បៈនិងដឹកនាំរឿងជាដើមទោះបីនេះគឺជាលើកទី1ដែលសហគមន៍អានវ៉ាយ៉ារៀបចំការប្រគល់រង្វាន់ដល់សមាជិករបស់ខ្លួនដែលធ្វើកិច្ចការបានល្អនៅក្នុងប្រទេសកម្ពុជាក៏ដោយក៏ប៉ុន្តែតាមពិតទៅសហគមន៍នេះបានធ្វើសកម្មភាពរបស់ខ្លួនក្នុងការប្រមូលផ្ដុំអាណិកជនខ្មែរនៅក្រៅប្រទេសតាំងពីឆ្នាំ2010មកម្ល៉េះអាន់វ៉ាយ៉ាយើងបានប្រកាសឡើងនៅឆ្នាំ2010 4-5 ឆ្នាំមុនណាប៉ុន្តែយើងបានចូលឈ្មោះនៅក្រសួងមហាផ្ទៃនៅឆ្នាំមុនតែមួយឆ្នាំគំនិតយើងតែយើងចង់ឲ្យខ្មែរអាណិកជនទាំងអស់ដែលបានមកនៅស្រុកខ្មែរវិញណាដែលមកធ្វើការនៅនេះហើយគេយើងចង់ប្រមូលគេជាមួយគ្នានៅក្នុងសមាគមមួយប្រធានសហគមន៍អានវ៉ាយ៉ាលោកកែប៊ិនសូរ៉ាស្មីនេះគឺជាអាណិកជនខ្មែរនៅក្នុងប្រទេសបារាំងដែលបានមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2002ពលគឺមុនពេលដែលលោកបង្កើតសហគមន៍ខ្មែរនៅក្រៅប្រទេសនេះឡើងអ្វីត្បិតគាត់មកនៅកម្ពុជាយូរគួរសមដែរក៏ពិតមែនក៏ប៉ុន្តែគាត់មិនទាន់អាចប្រើប្រាស់ភាសាខ្មែរបានល្អនៅឡើយនោះទេក៏ពិតខ្ញុំបានមកនៅស្រុកខ្មែរវិញឆ្នាំ2002តាមតែយូរហើយតែនៅពេលខ្ញុំមកក៏ពិតខ្ញុំឃើញថាមានសមាគមដើម្បីបរទេសមាន
សមាគមដើម្បីអ្នករស់ស៊ីបរទេសមានដែរសមាគមដើម្បីខ្មែរនៅនេះមានប៉ុន្តែអត់មានសមាគមណាអត់មានអង្គការណាដើម្បីយើងខ្មែរនិកជនសាច់ខ្មែរនិកជនមិនជាខ្មែរនៅស្រុកខ្មែរមិនជាបរទេសសតណាបច្ចុប្បន្នអានវ៉ាយ៉ាមានសមាជិកដែលជាអានិកជនខ្មែរនៅក្រៅប្រទេសចំនួនជាង200នាក់ដែលបានមកធ្វើការឬរស់នៅក្នុងប្រទេសកម្ពុជាហើយពួកគេទាំងនោះតែងតែមករៀនភាសាខ្មែរបន្ថែមនៅក្នុងសហគមន៍អានវ៉ាយ៉ានៅក្នុងទីក្រុងភ្នំពេញភាគច្រើនតាមពួកគាត់បើសិនជាពួកគាត់ដូចថាពួកគាត់រស់នៅយូរគាត់រៀនជាមួយពេលខ្លះពួកគាត់មានពេលចំណេញច្រើនគាត់មករៀនដែរដោយអ្នកខ្លះគាត់រស់អញ្ចឹងពេលខ្លះគាត់គិតថាពេលវេលាគាត់អាចសម្រាប់ការងារជួនកាលគាត់អាចមករៀនខ្លះដែរអញ្ចឹងដូចពេលខ្លះមានន័យថានឹងតាមចិត្តគាត់ទេតែគាត់មករៀននេះអត់ទេតែពេលច្រើនគាត់ចង់មករៀនខ្មែរដើម្បីឲ្យចេះភាសាខ្មែរយើងមកព្រោះគាត់គិតថានៅស្រុកបារាំងហើយគាត់ជាមួយស្រុកបរទេសគាត់ជំនឿជាតិខ្មែរដែរមិនតែគាត់អត់ចេះខ្មែរអញ្ចឹងគាត់ចង់មករៀនខ្មែរយើងមកនេះគឺជាការលើកឡើងរបស់លោកសុកសុធាលោកសុកសុធាគឺជាគ្រូបង្រៀនភាសាខ្មែរដល់អានិកជនខ្មែរនៅក្រៅប្រទេសនៅក្នុងសហគមន៍អានវ៉ាយ៉ានៅក្នុងទីក្រុងភ្នំពេញនៅក្នុងសមាគមហ្នឹងគេបង្រៀនខ្ញុំបង្រៀន4ថ្ងៃហើយចែកចេញជា4វគ្គហើយ4ក្រុមព្រោះថាពួកគាត់អ្នកខ្លះគាត់រៀនតែនិយាយហើយនឹងស្ដាប់ទេពេលអ្នកខ្លះគាត់រៀនទាំងពីរជំនាញនិង4ជំនាញគឺថាស្ដាប់និយាយអានហើយសរសេរហើយអញ្ចឹងចែកចេញជា4ក្រុមមួយក្រុមមាន2ក្រុមមាននិយាយហើយនឹងស្ដាប់និង2ក្រុមទៀតមានសរសេរហើយនឹងអានហើយយើងបង្រៀនថ្ងៃអង្គារថ្ងៃសុក្រនិងថ្ងៃសៅរ៍ហើយយើងចែកចេញជា2ក្រុមដូចថាក្រុមអ្នកខ្លះគាត់ចេះភាសាខ្មែរហើយនៅបរទេសធម្មតាម៉ាក់ប៉ាគាត់ខ្មែរហើយគាត់កាត់កូនខ្មែរអញ្ចឹងនៅផ្ទះគាត់និយាយខ្មែរអញ្ចឹងគាត់ចេះខ្លះហើយគាត់ថាគាត់នៅអញ្ចឹងគាត់អត់ចេះពាក្យច្រើនណាគាត់ថាពាក្យច្រើនចេះភាសានិយាយនិងពាក្យផ្លូវការគាត់អត់ចេះអញ្ចឹងគាត់មករៀនថែមហើយអ្នកខ្លះទៀតគាត់មកគាត់អត់ដែរគាត់អត់សូវចេះខ្មែរសោះឬមួយក៏អត់ចេះខ្មែរសោះហ្មងអញ្ចឹងគាត់មករៀនដែរអញ្ចឹងហើយបានជាគាត់មកគាត់មានក្រុមមួយទៅប្រចាំតាមនិងក្រុមមួយទៀតដូចថា intermediate មានថាដែលចេះខ្លះហើយចេះច្រើនដែរដើម្បីមករស់នៅឬធ្វើការនៅក្នុងប្រទេសកម្ពុជាអានិកជនខ្មែរនៅក្រៅប្រទេសទាំងនោះតែងតែបានតាក់ទងមកកាន់សហគមន៍អានវ៉ាយ៉ាតាមរយៈសារអេឡិចត្រូនិកអ៊ីមែលដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីប្រទេសកម្ពុជាច្រើនគេតាក់ទងជាមួយយើងតាមអ៊ីមែលហើយគេយើងមានដំណងរបស់សមាគមយើងតាមសង្គមខ្មែរនៅក្រៅប្រទេសតែច្រើនគេតាក់ទងជាមួយដំណងយើងនៅនោះហើយគេឲ្យព័ត៌មាននៅខាងយើងដូច intern ខ្លះគេរកតាម marketing ហើយគេរកតាម finance ផ្សេងទៅហើយនៅខាងសមាគមយើងជួយសួរក្រុមហ៊ុនយើងស្គាល់នៅនេះតែគេរក internship អត់ខ្ញុំតាក់ទងជាមួយService May Protein on Vayaខ្ញុំផ្ញើ email insurance គេសួរខ្ញុំបើសិនជាខ្ញុំជនជាតិខ្មែរខ្ញុំថាចាខ្ញុំជនជាតិខ្មែរខ្ញុំទៅកម្ពុជាទៅធ្វើការ Service May ប្រាប់ខ្ញុំអំពី on Vayaកញ្ញាម្នាក់នេះគាត់ជាអានិកជនខ្មែរមួយរូបនៅក្នុងប្រទេសបារាំងដែលបានមកធ្វើការនៅក្នុងប្រទេសកម្ពុជាតាមរយៈសហគមន៍អានវ៉ាយ៉ាគាត់មកប្រទេសកម្ពុជាប្រមាណជាង4ខែហើយតែគាត់មិនសូវចេះនិយាយភាសាខ្មែរនោះទេបច្ចុប្បន្នកញ្ញាកូនកាត់ខ្មែរបារាំងសម្បល់ខ្មៅស្រអែមរូបនេះកំពុងធ្វើការឲ្យក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុងភ្នំពេញខ្ញុំធ្វើការនៅក្រុមហ៊ុនឈ្មោះ Kmedev ធ្វើ web marketingខ្ញុំមកនៅកម្ពុជា4ខែកន្លះហើយជនគេមកធ្វើការខ្លះគេមករស់ស៊ីខ្លះគេមកធ្វើ internship នៅពេលគេនៅរៀនគេនិស្សិតជនគេមក internship នេះកន្លះឆ្នាំមានអ្នកខ្លះគេមកធ្វើការមានអ្នកខ្លះគេមករស់ស៊ីមានអ្នកខ្លះគេមកជួយសង្គមតាមអង្គការយ៉ាងច្រើនបើនិយាយជួយក៏ពិតមិនជួយមែនតើយើងពីបាននិយាយខ្ញុំតែច្រើននៅពេលគេមកគេសប្បាយចិត្តថានៅពេលគេចូលនៅក្នុងសមាគមយើងគេបានស្គាល់ខ្មែរគេចូលដូចគ្នាប៉ុន្តែរឿងជួយរកការងារធ្វើជួយរកស៊ីព្រោះហើយអាសិបណាប់ជាងសាឡាតាមខ្ញុំដឹងនៅក្នុងមួយឆ្នាំមានមេពេញណាប់ជាងមកធ្វើ internship នេះក្នុងមួយឆ្នាំហើយប្រហែលមេពេញនៅក្នុងមួយឆ្នាំមេពេញណាប់នៅក្នុងមួយឆ្នាំបាទ
យើងជួយគេហ្វ្រីប៉ុន្តែតាមឡានៅពេលយើងសមាគមមានតែយើងត្រូវការសមាជិកតែសមាជិកគេត្រូវការចូលឈ្មោះជាមួយយើងប៉ុន្តែបើញ៉ាំមែនតើអ្នកមកតាក់ទងជាមួយយើងតាមអ៊ីមែលតាម Facebook នៅពេលគេអត់ទាន់មកដល់យើងជួយគេប៉ុន្តែយើងអត់យល់ឲ្យពីគេតែនៅពេលយើងបានគេបានមកនេះគេមានការនិយាយគេមានអីយើងសង្ឃឹមតែគេជួយយើងវិញឲ្យគេចូលឈ្មោះជាមួយយើងរៀនភាសាបារាំងនៅក្នុងកម្មវិធីសិក្សាភាសាបារាំងរបស់យើងនៅថ្ងៃសៅរ៍នេះមុំពិសីនឹងណែនាំជូនលោកអ្នកស្ដាប់ពីណាតាលីដែលជាសិស្សវិទ្យាល័យមកពីប្រទេសសេរីដូច្នេះសូមសិក្សាដោយរីករាយជាមួយយើងខ្ញុំដូចតទៅ Parlez-vous Paris? Vous avez un Julia. Parlez-vous Paris? Bonjour, je m'appelle Nathalie, je suis syrienne, j'ai 17 ans. Je suis à Paris depuis 2 ans. J'ai commencé à apprendre le français quand j'étais en Syrie, quand j'avais 13 ans. ជំរាបសួរប្រិយមិត្តថ្ងៃនេះខ្ញុំសូមណែនាំឲ្យស្គាល់ណាតាលីដែលជាសិស្សវិទ្យាល័យជនជាតិសេរីណាតាលីគាត់មានចម្ងល់មួយថាហាងលក់ទំនិញផ្សេងៗនៅប៉ារីនេះឆាប់បិទទ្វារណាស់អញ្ចឹងអ្នកធ្វើការគ្មានពេលណាមកដើរទិញបើមិនទាន់ចេញពីធ្វើការផងហាងគេបិទទ្វារអស់លេងទៅហើយតោះឥឡូវយើងដើរទៅមើលទាំងអស់គ្នា Bonjour Nathalie. Bonjour. Est-ce que tu aimes faire du shopping à Paris? Ah oui. Et c'est quoi tes boutiques préférées? J'aime les magasins des vêtements, des CD, de la musique. ពេលនេះពួកយើងកំពុងនៅលើផ្លូវមួយឈ្មោះសាំងតុងទាន់ផ្លូវនេះអ៊ូអរណាស់ព្រោះថាមានហាងទំនិញច្រើនមែនទែនរាប់ចាប់តាំងពី Tillian, La Bastille រហូតដល់ l'Hôtel de Ville គឺសាលាក្រុងប៉ារី Bonjour monsieur c'est maman. Bonjour. Bonjour. លោក Guy c'est maman គឺជាប្រធានសមាគម Chez moi en Syrie, les magasins ferment tard le soir. Ici à Paris, j'ai remarqué que les magasins fermaient tôt et ouvraient tard. Et je me demandais pourquoi. ជំរាបសួរប្រិយមិត្តថ្ងៃនេះខ្ញុំសូមណែនាំឲ្យស្គាល់ណាតាលីដែលជាសិស្សវិទ្យាល័យជនជាតិសេរីណាតាលីគាត់មានចម្ងល់មួយថាហាងលក់ទំនិញផ្សេងៗនៅប៉ារីនេះឆាប់បិទទ្វារណាស់អញ្ចឹងអ្នកធ្វើការគ្មានពេលណាមកដើរទិញបើមិនទាន់ចេញពីធ្វើការផងហាងគេបិទទ្វារអស់លេងទៅហើយតោះឥឡូវយើងដើរទៅមើលទាំងអស់គ្នា Bonjour Nathalie. Bonjour. Est-ce que tu aimes faire du shopping à Paris? Ah oui. Et c'est quoi tes boutiques préférées? J'aime les magasins des vêtements, des CD, de la musique. ពេលនេះពួកយើងកំពុងនៅលើផ្លូវមួយឈ្មោះសាំងតុងទាន់ផ្លូវនេះអ៊ូអរណាស់ព្រោះថាមានហាងទំនិញច្រើនមែនទែនរាប់ចាប់តាំងពី Tillian, La Bastille រហូតដល់ l'Hôtel de Ville គឺសាលាក្រុងប៉ារី Bonjour monsieur c'est maman. Bonjour. Bonjour. លោក Guy c'est maman គឺជាប្រធានសមាគមប្រជាករនៅផ្លូវសាំងតុងទាន់នេះគាត់នឹងជួយនាំយើងទៅស៊ើបសួរព័ត៌មានដើម្បីឲ្យដឹងថាហាងគេបើកលក់និងបិទទ្វារនៅម៉ោងប្រមាណ Alors Nathalie, il faut savoir que la rue Saint-Antoine, c'est un axe est-ouest qui sépare Paris en deux. ផ្លូវសាំងតុងទាន់នេះវែងណាស់តពីផ្លូវនេះទៅគឺមានផ្លូវ Rivoli និងមហាវិថី Champs-Élysées ផ្លូវទាំង3នេះបន្តគ្នាវែងហើយដូចពុះក្រុងប៉ារីជាពីរអញ្ចឹងគឺម្ខាងខាងកើតនិងម្ខាងខាងលិច Le côté ensoleillé, c'est le trottoir Père qui est en face. Le trottoir impair où nous sommes, ça c'était le trottoir où il y avait, jusque dans les années 80, beaucoup de commerce de bouche. កាលពីមុនមានហាងលក់គ្រឿងហូបចុក Les commerces de bouche ភាគច្រើននៅតាមចិញ្ចើមផ្លូវខាងលេខសេះ Ampère ព្រោះថាខាងហ្នឹងវារៀងមលប់អត់សូវមានថ្ងៃបន្លែត្រីសាច់គ្រឿងហូបចុកអីទៅថ្ងៃខ្លាំងពេកវាឆាប់ខូចគុណភាពអូព្រឹកជំរាបប្រិយមិត្តថានៅស្រុកបារាំងនេះលេខផ្ទះមួយខាងលេខគូហើយមួយខាងទៀតលេខសេះហើយលេខផ្ទះគេបន្តគ្នាច្បាស់លាស់ណាស់ La rue Saint-Antoine, elle abrite à peu près 130 commerces. Là, vous constatez qu'il y a maintenant des commerces de prêt-à-porter, de l'appareil pharmacie, des magasins d'optique, un bureau de change. Il faut vous dire qu'il y a 10-15 ans, c'était des boucheries, des poissonneries, des fromageries, mais tout ça se perd. ប៉ុន្តែដល់យូរទៅហាងលក់ត្រី poissonnerie លក់សាច់ boucherie បិទម្ដងមួយហើយឥឡូវសម្បូរតែហាងលក់ខោអាវ prêt-à-porter និងហាងលក់ថ្នាំពេទ្យ pharmacie ទៅវិញ Ce que je vous propose, c'est qu'on aille boire un café. On y va? ជាជំហានដំបូងយើងទៅសួរព័ត៌មាននៅតាមហាង brasserie de 6h à peu près à 22h et puis après le dimanche on a une ouverture un peu plus courte de 8h à 20h សំណាងដែរព្រោះថានៅតាម brasserie គឺគេបើកលក់រាល់ថ្ងៃតែម្ដងគេបើកទ្វារលក់ចាប់ពីម៉ោង 6 ព្រឹក 6h ដែលជាទូទៅសម្បូរអ្នកដែលគេមកញ៉ាំអាហារពេលព្រឹករហូតដល់ម៉ោង 10 យប់ 22h គឺសម្រាប់អ្នកដែលគេមកញ៉ាំស្រា Quelles sont les heures où il y a le plus d'éclairs? De midi à 15h et puis le soir à l'apéritif vers 18h 19h ភោជនីយដ្ឋាន brasserie នេះបើកលក់មួយអាទិត្យទូមួយអាទិត្យតែម្ដង 7 jours sur 7 ពេលដែលសម្បូរភ្ញៀវជាងគេគឺពេលបាយថ្ងៃត្រង់ à l'heure du déjeuner
ចាប់ពីម៉ោង 12 ដល់ម៉ោង 3 រសៀលហើយពេលល្ងាចដល់ពេលគេញ៉ាំក្លែម à l'heure de l'apéritif គឺចាប់ពីម៉ោង 6 ល្ងាចទៅ merci និយាយអញ្ចឹងខ្ញុំឆ្ងល់ដែរថាអ្នកណាជាអ្នកកំណត់ម៉ោងធ្វើការរបស់ហាងអស់ហ្នឹងលោកសេម៉ាម៉ាគាត់នឹងបញ្យល់ប្រាប់យើងអំពីច្បាប់ទម្លាប់ទូទៅរបស់ហាងទាំងនេះអញ្ចឹងតើបើមនុស្សគេរអ៊ូព្រោះថាហាងអស់នេះចាប់បើក ouvre ពីម៉ោង 10 កន្លះព្រឹកហើយបិទទ្វារ ferme នៅម៉ោង 7 កន្លះល្ងាចអញ្ចឹងអ្នកគ្នាធ្វើការមានពេលណាមកដើរទិញទៅ Les commerces d'alimentation c'est aussi pareil, ils sont ouverts le dimanche matin. En revanche, ils sont quasiment tous fermés le lundi toute la journée. Voilà. ហាងលក់ទំនិញអស់នេះបើកលក់ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍លើកលែងតែហាងលក់គ្រឿងហូបចុកដែលបើកលក់ព្រឹកថ្ងៃអាទិត្យមកព្រឹកទៀតតែថ្ងៃច័ន្ទបិទទ្វារដូចគេដូចឯងដែរសង្កាត់នេះឈ្មោះថាសង្កាត់ម៉ារ៉េសង្កាត់នេះសម្បូរទេសចរណាស់អញ្ចឹងហើយទើបនៅម្ដុំនេះច្បាប់គេអនុញ្ញាតឲ្យហាងទំនិញបើកលក់នៅថ្ងៃអាទិត្យមួយទៀត merci beaucoup Monsieur Semama, est-ce que vous pouvez nous faire rencontrer des commerçants du quartier? Vous me suivez? Oui, d'accord. តោះយើងដើរទៅជួបអ្នកធ្វើការនៅតាមហាងម្ដុំនេះទៅមើលចង់ដឹងគេបើកគេបិទម៉ោងប្រហែលខ្លះលោកនាងជាទីមេត្រីយើងខ្ញុំសូមថ្លែងអំណរគុណចំពោះភក្ដីភាពរបស់អស់លោកនាងដែលបានតាមដានស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង AFE កម្មវិធីព័ត៌មានរបស់វិទ្យុយើងរយៈពេលពេញ1ម៉ោងបានឈានដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណដល់ធីរ៉ាដែលបានជួយសម្របសម្រួលផ្នែកបច្ចេកទេសនៅពេលនេះនាងខ្ញុំប្រតិដានិងសក្ការីសូមអរគុណសូមជម្រាបលាលោកស្រីអ្នកនាងកញ្ញាតទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានជាភាសាបារាំង